ជាការពិតកត្តាជំរុញធំហើយសំខាន់សម្រាប់ជីវិតរបស់ខ្ញុំតែម្ដងគឺភាពឈឺចាប់បំផុតដែលខ្ញុំពិបាកនឹងនិយាយពិបាកនឹងប្រាប់ទៅមនុស្សទាំងអស់ឲ្យគេដឹងហ្នឹងគឺភាពឯកោរបស់យើងដែលយើងរកមនុស្សម្នាក់ហៅម្ដាយហ្នឹងហៅអត់បានទេយើងអត់អាចសម័យថាយើងអាចហៅអ្នកណាជាម្ដាយជាអីចឹងបានហើយខ្ញុំហៅយាយខ្ញុំតាម៉ែទេដោយសារខ្ញុំដឹងក្តីមកខ្ញុំឃើញគាត់ខ្ញុំគិតថាគាត់នឹងម្ដាយខ្ញុំហើយអញ្ចឹងខ្ញុំហៅគាត់ជាម៉ែជាអីទៀតពិតមីងខ្ញុំគាត់ប្រាប់ថាមិនមែនម៉ែទេយាយបាទម៉ែក្មួយឯងហ្នឹងស្លាប់ហើយអត់មានទេគិតបណ្ដោះឥឡូវសវណ្ណភូមិមានប្រមាណសាខាគ្រូមកដល់ពេលនេះសវណ្ណភូមិយើងមានជុំវិញ50ទូទាំងរាជធានីខេត្តហើយយើងមានសិស្សយើងជុំវិញ70000នាក់ទូទាំងប្រទេសបុគ្គលិកយើងសរុបមកដល់ពេលនេះយើងមានជុំវិញ4000នាក់បាទជំរាបសួរស្វាគមន៍មកក្នុងកម្មវិធី Business Talk ថ្ងៃនេះយើងមានវាគ្មិនកិត្តិយសមួយរូបគឺលោកខឹមផនប្រធាននាយកប្រតិបត្តិនៃស្ថាប័នអប់រំ NTC Group ដែលមានសាលាបុត្រសម្ព័ន្ធរហូតដល់ទៅ5ជំរាបសួរលោកគ្រូបាទជំរាបសួរអរគុណច្រើនមែនទែនលោកគ្រូដែលបានអញ្ជើញមកផ្ដល់បទសម្ភាសន៍នៅក្នុង Office ផ្ទាល់ថ្ងៃនេះលោកគ្រូដោយសារលោកគ្រូធ្លាប់ជាក្មេងកំព្រាតាំងពីតូចហើយរស់នៅជាមួយជីដូននៅក្នុងខេត្តកំពង់ស្ពឺរហូតដល់ឆ្នាំ1993ទើបលោកគ្រូផ្លាស់ទីលំនៅមកភ្នំពេញរស់ជាមួយលោកឪពុកលោកគ្រូអាចជួយរំលឹកពីអតីតកាលបន្តិចបានទេតើពីកុមារភាពឆ្លងកាត់ការលំបាកអីខ្លះបាទជាការពិតពាក្យថាក្មេងកំព្រាហ្នឹងវាបង្ហាញនៅការលំបាកបាត់ហើយដោយសារយើងអត់មានម្ដាយហើយឪពុកយើងក៏គាត់មានគ្រួសារថ្មីបាទអញ្ចឹងខ្ញុំត្រូវបខំចិត្តទៅរស់នៅជាមួយជីដូននៅកំពង់ស្ពឺហ្នឹងហើយពេលដែលរស់នៅជាមួយជីដូនហ្នឹងក៏គាត់មេម៉ាយទៀតបាទតាខ្ញុំគាត់បែកពីយាយខ្ញុំហ្នឹងទៅអញ្ចឹងគ្រប់យ៉ាងគឺគាត់ត្រូវជំហរទៅលើគ្រួសារហើយនឹងមានកូនទាំងអស់របស់យាយខ្ញុំហ្នឹងគាត់ជួយនៅក្នុងការចិញ្ចឹមបីបាច់បងប្អូនអីចឹងដែរនៅក្នុងនោះមានឪពុកខ្ញុំគាត់ខំប្រឹងប្រែងដើម្បីចិញ្ចឹមបីបាច់បងប្អូននៅពេលដែលអត់ពីតាខ្ញុំនឹងទៅហើយសម្រាប់ជីវិតយើងជាក្មេងកំព្រានេះវាយើងបាត់បង់អស់ហើយនៅភាពកក់ក្ដៅយើងឃើញគេមានឪពុកម្ដាយហើយយើងអត់អីចឹងទៅយើង feel យើងមានអារម្មណ៍ថាបើសិនបើយើងមានដូចគេប្រហែលជាយើងអាចមានភាពសុខដូចគេអញ្ចឹងតែជាការពិតយើងធ្វើអត់បានទេដោយសារយើងមិនអាចទៅធ្វើម៉េចឲ្យមានដូចអ្នកដែលគាត់មានគ្រួសារអត់អាចទៅបានទេអញ្ចឹងហើយបានតែយើងបង្ខំចិត្តថាជីវិតយើងមកអញ្ចឹងហើយយើងត្រូវរស់នៅបែបអញ្ចឹងទៅយើងរៀនទទួលយកបាទយើងត្រូវទទួលយកការពិតហើយគ្រប់យ៉ាងដែលខ្ញុំប្រឈមយើងប្រឈមខ្លាំងណាស់ព្រោះនៅក្នុងវ័យជាកុមារខ្ញុំម្ដាយខ្ញុំគាត់ស្លាប់នៅក្នុងពេលដែលខ្ញុំមានអាយុជុំវិញប្រហែលជា2ឆ្នាំខ្ញុំអត់ទាំងស្គាល់មុខម្ដាយផងដល់ពេលនេះខ្ញុំអត់ដឹងថាម្ដាយខ្ញុំមុខយ៉ាងម៉េចទេហើយពេលដែលម្ដាយខ្ញុំគាត់ស្លាប់ទៅពុកខ្ញុំក៏គាត់មានភរិយាថ្មីទៀតទៅខ្ញុំក៏ត្រូវទៅរស់នៅជាមួយជីដូនរហូតដល់ខ្ញុំអាយុបានជាង10ឆ្នាំហើយបានជាពុកខ្ញុំគាត់យកខ្ញុំមកនៅជាមួយគាត់នៅភ្នំពេញវិញបាទហើយពេលដែលខ្ញុំរស់នៅជាមួយជីដូនហ្នឹងយើងធ្លាប់យើងដឹងហើយថាជីវិតអ្នកនៅជនបទការងារគ្រប់យ៉ាងយើងអត់នេះទេយើងត្រូវតែធ្វើបាទខ្ញុំធ្លាប់ជួយឡើងថ្នោតជួយអីហើយលក់នំលក់អីគ្រប់បែបគ្រប់យ៉ាងរែកដីរែកអីចឹងទៅនៅពេលដែលគេមានជួលឲ្យយើងទៅរែកដីគេហ្នឹងគេរែករបៀបគេគិតជាម៉ែត្រគីបអីចឹងណាបាទគ្រូប្រហែលម៉ែត្រគីបគេឲ្យលុយប្រហែលយើងចេះតែធ្វើទៅតាមការងារនៅជនបទចឹងទៅហើយពេលហ្នឹងខ្ញុំអត់នឹកឃើញថាលំបាកអីទេព្រោះយើងដឹងក្តីមកអញ្ចឹងហើយអញ្ចឹងយើងត្រូវតែធ្វើអត់ feel ថាខ្លួនឯងនឹងលំបាកឬក៏កំសត់អីអត់ទេបាទពេលហ្នឹងគឺខ្ញុំដោយសារយើងមើលឃើញអាភាពសប្បាយហ្នឹងអត់ឃើញយើងឃើញតែអញ្ចឹងហើយអញ្ចឹងយើងមានអារម្មណ៍ថាអញ្ចឹងហើយបាទដល់ពេលមានដឹងក្តីទៅបានយើងមើលឃើញថាអូគេមានភាពសប្បាយជាងយើងច្រើនដូចថាគេមានម៉ូតូជិះគេមាន
còn chi cái miền làng chi ấy chẳng tới hay bạn dương chập đài mà priệp thiệp thà chẳng dương bị môn nó dương lục bạ còn đây bị môn pi đầy tập 4 dương anh được khơi hay dương thật được không than thiệp nắng dương ở toàn vô tham vi lục bạ anh được khơi lục bạ tên được khơi này dương thà thật phơi chẳng hết dương ngược màu và hai chữ bay buồn phơi ấy từ chuối đỏ stung ấy cà piสมัย ខ្ញុំ cà pi មុនហ្នឹងសម័យយើងគឺមានដកស្ទូងទៅយកដៃគ្នាគេហៅប្រវាស់ដៃគ្នាព្រោះខ្ញុំអ្នកស្រុកកំពង់ស្ពឺអញ្ចឹងយើងត្រូវទៅជួយដកពូមីងអីចឹងទៅបាទហើយអត់នេះទេដូចជាមានអារម្មណ៍ថាសប្បាយគេថ្ងៃអញ្ចឹងទៅបាទចាលោកគ្រូធ្លាប់ដោយសារឥឡូវបច្ចុប្បន្នលោកគ្រូជាប្រធាននាយកប្រតិបត្តិនៃ NT ស្ថាប័នអប់រំ NTC Group ដែលមានក្រុមហ៊ុនមានសាលានៅក្រោមនោះច្រើនលោកគ្រូធ្លាប់សម័យដែលខ្លួនអាចមានដល់ថ្ងៃនេះកាលពីនោះអត់សម័យចេញទេអត់សម័យថាខ្ញុំអាចមកជាប្រធាននាយកប្រតិបត្តិឬក៏ខ្ញុំអាចមានលទ្ធភាពអីមកធ្វើការធ្វើអីខ្ញុំអត់ដែលគិតទេខ្ញុំគិតតែម្យ៉ាងគិតថារស់ធ្វើម៉េចឲ្យតែមានរបស់របរហូបចុកអីហ្នឹងឲ្យរស់អង្គឯងឯងចឹងទៅបានប៉ុណ្ណាប៉ុណ្ណឹងទៅបើយើងកើតមកវានៅក្នុងឋានភាពមួយលំបាកហើយអត់ដែលមានក្តីសម័យអត់ដែលមាននឹកថាអាចនឹងមកនៅភ្នំពេញឬក៏អាចថាមានម៉ូតូមានឡានមានការងារល្អមានផ្ទះមានអត់ដែលទេអត់ដែលនឹកថាខ្ញុំជីវិតខ្ញុំត្រូវតែរស់នៅជាមួយជីដូនហ្នឹងហើយតាមមើលហើយអត់ពីគាត់ទៅក៏យើងត្រូវតែនៅជនបទអីចឹងហោហែទៅព្រោះយើងដឹងក្តីមកនៅនឹងបាត់ហើយបាទពីអត់ដែលនឹកឃើញទេកាលពីនៅជាមួយជីដូនហ្នឹងប៉ុន្តែខ្ញុំមានមហិច្ឆតាខ្ញុំមានគោលដៅរបស់ខ្ញុំនៅពេលដែលខ្ញុំមករៀនភ្នំពេញបាទពេលដែលក្នុងឆ្នាំ93ហ្នឹងឪពុករបស់ខ្ញុំគាត់បានយកខ្ញុំពីជីដូនមកនៅភ្នំពេញជាមួយគាត់ហើយពេលហ្នឹងខ្ញុំមករស់នៅភ្នំពេញខ្ញុំមានខ្ញុំមើលឃើញថាគេមានម៉ូតូគេមានឡានគេមានអីចឹងណាហើយខ្ញុំចេះតែគិតឃើញថាចុះបើខ្ញុំមានលទ្ធភាពចឹងដែរហើយខ្ញុំអាចស្រួលខ្ញុំអាចសប្បាយអីចឹងពេលហ្នឹងយើងចាប់ផ្ដើមមានមហិច្ឆតាឬក៏មានការចង់ធ្វើដូចគេហ្នឹងបន្តិចហើយតែកាលពីនៅជនបទនោះអត់មានទេអត់សោះតែម្ដងសម័យក៏យើងអត់ដែរសម័យដែរយើងនឹកឃើញតែម្យ៉ាងថាបលឹមឡើងយើងត្រូវទៅស្ទូងដកហើយទៅសាលាចេញពីសាលាមកមើលគូអីចឹងទៅធ្វើស្រែចម្ការជាមួយជីដូនអីចឹងទៅជាមួយមីងពូនៅជនបទហ្នឹងទៅតែប៉ុណ្ណឹងគឺអស់ហើយអត់មាននឹកឃើញអីផ្សេងទេប៉ុន្តែខ្ញុំផ្លាស់ប្ដូរឬក៏ខ្ញុំមានគំនិតចង់ថាឲ្យដូចគេហ្នឹងនៅពេលដែលខ្ញុំមករៀនភ្នំពេញដោយសារនៅក្នុងបរិយាកាសមួយវាមានការប្រកួតប្រជែងច្រើនឃើញវ័យប៉ុនខ្ញុំហ្នឹងគេធ្វើល្អជាងខ្ញុំអញ្ចឹងខ្ញុំចាប់ផ្ដើមមានចំណងឬក៏មានមហិច្ឆតាថាចុះបើខ្ញុំធ្វើបានដូចគេហើយយកខ្ញុំអាចមិនពិបាកទេបាទអាហ្នឹងខ្ញុំនឹកឃើញនៅពេលហ្នឹងទេតែកាលពីនៅជនបទនោះអត់សោះអត់ដែលនឹកឃើញទេលោកគ្រូតើមានកត្តាជំរុញអីខ្លះនៅពីក្រោយដែលមានការខំប្រឹងប្រែងរបស់យើងក្រៅពីការដែលយើងមកដល់ភ្នំពេញយើងឃើញគេមាននេះមាននោះហើយគេអាចថាធ្វើបានល្អជាងយើងបាទជាការពិតកត្តាជំរុញធំហើយសំខាន់សម្រាប់ជីវិតរបស់ខ្ញុំតែម្ដងគឺភាពឈឺចាប់បាទខ្ញុំតាំងពីតូចមកដល់ខ្ញុំដឹងក្តីហើយរហូតដល់ខ្ញុំមករស់នៅភ្នំពេញជាមួយឪពុកហ្នឹងភាពឈឺចាប់ឬក៏ការឈឺចាប់ហ្នឹងវានៅក្នុងចិត្តខ្ញុំវាដក់ក្នុងចិត្តខ្ញុំរហូតទៅរៀនមានការមើលងាយឬក៏ការរើសអើងពីមិត្តភ័ក្តិបាទក្នុងនាមយើងជាក្មេងម្នាក់ដែលគ្មានឪពុកម្ដាយអញ្ចឹងផងអញ្ចឹងយើងទទួលបាននៅការឈឺចាប់ឬក៏ការរើសអើងនឹងច្រើនហើយមកនៅជាមួយឪពុកនៅភ្នំពេញហ្នឹងក៏យើងទទួលនៅការឈឺចាប់ច្រើនទៀតទាំងកម្លាំងកាយកម្លាំងចិត្តឬក៏ក្នុងរូបភាពថាជាអារម្មណ៍ជាផ្លូវចិត្តអីអញ្ចឹងហើយឈឺចាប់បំផុតដែលខ្ញុំពិបាកនឹងនិយាយពិបាកនឹងប្រាប់ទៅមនុស្សទាំងអស់ឲ្យគេដឹងហ្នឹងគឺភាពឯកោរបស់យើងដែលយើងរកមនុស្សម្នាក់ហៅម្ដាយហ្នឹងហៅអត់បានទេយើងអត់អាចសម័យថាយើងអាចហៅអ្នកណាជាម្ដាយជាអីចឹងបានហើយខ្ញុំហៅយាយខ្ញុំតាម៉ែទេដោយសារខ្ញុំដឹងក្តីមកខ្ញុំឃើញគាត់ហើយឃើញគាត់ហ្នឹងខ្ញុំគិតថាគាត់ហ្នឹងម្ដាយខ្ញុំហើយអញ្ចឹងខ្ញុំហៅគាត់ជាម៉ែជាអីទៀតពិតមីងខ្ញុំគាត់ប្រាប់ថាមិនមែនម៉ែទេយាយបាទម៉ែមួយឯងហ្នឹងស្លាប់ហើយអត់មានទេបាទហើយខ្ញុំក៏វានៅក្នុងអារម្មណ៍យើងរហូតអញ្ចឹងមកអញ្ចឹងអាការឈឺចាប់ទាំងអស់ហ្នឹងវាធ្វើឲ្យយើងមានកម្លាំងចិត្តបាទហើយ
tâm năng dương chưa chập phơi chật năng phóng vì miên ca tết đi cục bài cục giang ca mơ nghe dương nông rụp hiệp nuôi thả dương mình ai từ một bàn tê dương chỉ mình đi màu bị khai rồi có quả sáp ta không mình chừng bọt không mình sai anh chẳng đó và mơ nghe dương cục bài cục giang chừng tới chân khi ông chưa chập mình lời ca mơ nghe từng on năng lời ca pra pra bị xong đây là trong bị bạn ở tuổi gió phần đai dương ọt chừng được tê dương thở thật tuổi dương thật tuổi tàng chật dương ọt trắng tàng chật dương ọt trắng lứ hay ca đại dương bị bạn ở tuổi này mình trầm tập pi sầm nạ bật phẹ thế xong bây giờ chỉ bong ôn chỉ sạch nhiệt ấy cái đó cho thò mặt á tại dương ọt tại dương cro hai cứ group giang dương thật nơi không rụp hiệp rồi cái sai này mình lo pi nạ đặt tay hai chẳng hai thưa ấy nhom miền nào làm môi thà bảo sân bậc nhom nơi bọt to rồi có ruột nơi không tham hiệp môi bài chỉ tuân chỉ bài đi không chỉ vật bậc nhom và hai chia mình ai miền ấy xe như được có phải về vậy được nhom bạn không chụp năng thế chẳng hay bạn nhom miền ca khất khom răng prai nơi không ca điền sốt bậc nhom năng hay nhom hạ đôi chỉ khmênh và này nhom đôi chỉ nhom chết cật tăng vì khmênh mà hay mua hạt đại thôi nhom chết cật rồi có không đây ta cầm đất nhom chát tung tăng vì khmênh đó đời xa phiệp chui chạp rồi có phiệp tết điêu pi nè đợt tây nó về tràn về nhỉ nhom điêu nhom cột bài cột giang tăng vì phía sông đây tha côn miền mà đài côn miền ấy chân từ miền ca ọc rum ấy trầm trời ấy chân từ chân tầng on nó cứ dương và vạ tuôn nhom cất tha bờ nè đại ruộng nơi chung ở vùng mà đái quạt sầm mày ở tranh thì tới bờ nè ruộng nơi bài ở vùng mà đái rồi có chuyện mình tiền được nhóm nơi để đạp bọt sầm phiền đi quạt nông viên ở ram tha dương chưa chạm bài mình chợ đây mà đón chợ đây món trong chia vay được trong hai chợ đây thà nơi để dương khơi kê nhằm bài chung cái này kê miền ở phục miền mặt đài hay kê hai mạ pa rồi có phục mai chẳng tới dương phiêu thay mấy dương ở miền mấy dương ở miền dương đôi kê đấy mấy dương ở miền khơi kê sai ở tất cái đục cồn cái đa lên chẳng tới hay kê lâu ơn thì mỗi cái này hay khi nhung phiêu thay mấy khi mà ai thua bàn được kê chân ngày chúng tôi từng ở đằng hai đại dương bắt bằng nó phiệp cọ đảo hay phiệp cọ đảo từng ở luôn ở ai vô ấy màu chúng luôn bàn thì đời xa mình men chỉ mà đai bằng cát vào dương mình men chỉ sạch bằng cát vào dương chân bị bạn ở trong cát từ tuổi do tụi bây dương chia diêm pra ram bảy mấy cái đau còn tai vì ở ai chúng luôn bạn chân dương luôn nơi trong phiệp ai cao dương luôn nơi trong phiệp ở lùm ba dương luôn nơi trong phiệp mưa nghề mưa thảo bị cục màจะทานទាំងអស់ហើយចំណុចទាំងអស់ហ្នឹងហើយធ្វើឲ្យខ្ញុំមានការតាំងចិត្តធ្វើឲ្យខ្ញុំមានកម្លាំងចិត្តប៉ុន្តែខ្ញុំមិនដែលបង្ហាញឬក៏ទៅតតាំងជាមួយពួកគាត់ទេបាទខ្ញុំអត់ចូលក្នុងទៅតតាំងទេខ្ញុំគ្រាន់តែនឹកនៅក្នុងចិត្តខ្ញុំថាបើខ្ញុំមិនមានការតាំងចិត្តច្បាស់លាស់ទេជីវិតខ្ញុំប្រហែលជាមិនអាចមានពន្លឺអីបានទេស្ថិតនៅក្នុងការមើងងាយមើលថោកពីមនុស្សជុំវិញទាំងអស់ដោយសារយើងកើតមកអញ្ចឹងបាត់ទៅហើយការដែលគេមិនឲ្យតម្លៃយើងក៏មិនសូវលើកទឹកចិត្តយើងហ្នឹងដោយសារគេឃើញយើងជាក់ស្ដែងវាអត់អញ្ចឹងហើយបាទយើងកំព្រាហើយយើងរស់នៅជាមួយជីដូននៅទីជនបទអីទៀតហើយយើងមកភ្នំពេញហ្នឹងក៏យើងជាអ្នកដូចអ្នកខេត្តអញ្ចឹងណាអ្នកខេត្តអ្នកស្រែចូលក្រុងហ្នឹងគឺថាគ្មានអ្នកណាគេចង់មានមិត្តភ័ក្តិអីជាមួយយើងទេខ្ញុំដូរមកដំបូងខ្ញុំចូលនៅអន្តរ TV នៅវិទ្យាល័យអន្តរ TV នៅឆ្នាំ93ហ្នឹងខ្ញុំមូពីខេត្តមកអញ្ចឹងការដែលយើងរៀនសូត្រនៅវិទ្យាល័យការតំណែងមិត្តភ័ក្តិយើងក៏អត់សូវមានដែរព្រោះយើងអ្នកមកពីខេត្តបាទប៉ុន្តែវាអត់ជំរឿសទេយើងត្រូវតែរៀនរស់រៀនស្វាមខ្លួនយើងនៅក្នុងឋានភាពទាំងអស់ហ្នឹងហើយសួរថាពិបាកចិត្តទេលំបាកនៅក្នុងផ្លូវអារម្មណ៍ទេលំបាកយើងមិនអាចពណ៌នាបានទេជីវិតរបស់ខ្ញុំគ្មានផ្ទះសម្បែងត្រឹមត្រូវទេខ្ញុំដើរតែរស់នៅជាមួយគេទេខ្ញុំចេញពីជីដូនខ្ញុំមកខ្ញុំមករស់នៅជាមួយឪពុកខ្ញុំបានប្រហែលជា2ឆ្នាំ2-3ឆ្នាំខ្ញុំត្រឡប់ទៅរស់នៅអត់បានខ្ញុំត្រឡប់ទៅជាមួយជីដូនខ្ញុំវិញហើយខ្ញុំក៏ចេញពីជីដូនខ្ញុំមករស់នៅជាមួយពូខ្ញុំនៅធម្មមុខចេញពីពូទៅខ្ញុំទៅរស់នៅសាលារៀននៅក្នុងសាលាសូមលោកនាយកគាត់នៅក្នុងសាលាហើយខ្ញុំមកនៅ Newton សាលានេះក៏ខ្ញុំនៅសាលាទៀតបាទនិយាយទៅអត់មានផ្ទះទេចំណុចមួយ
ដែលខ្ញុំពិបាកហើយវាក្នុងន័យហេតុអីបានជីវិតយើងវាខុសពីអ្នកដទៃនៅពេលដែលយើងចូលធ្វើការហើយគេសុំសភៅគ្រួសារគេសុំអត្តញ្ញាណប័ណ្ណគេសួរថាយើងអាស័យដ្ឋាននៅណាអត់មានយើងអត់មានអាស័យដ្ឋានយើងជាមនុស្សម្នាក់ដែលដល់វ័យចូលធ្វើការហើយអត់មានអាស័យដ្ឋានជួបឪពុកខ្ញុំថាគាត់អត់មានបាននៅក្នុងសភៅគ្រួសារគាត់អត់មានខ្ញុំទេអញ្ចឹងអាស័យដ្ឋានខ្ញុំត្រូវទៅនៅកំពង់ស្ពឺវិញបាទទៅនៅកំពង់ស្ពឺជាដូនខ្ញុំគាត់ថាអត់ទាន់គេធ្វើអាសភៅគ្រួសារគ្រូអីហ្នឹងទេអញ្ចឹងជាពាក់កន្លែងធ្វើការថាខ្ញុំជាពាក់អាស័យដ្ឋានពិតប្រាកដរបស់ខ្ញុំសិនធ្វើម៉េចឲ្យខ្ញុំបានចូលសិនទៅចំណុចហ្នឹងហើយដែលខ្ញុំមានអារម្មណ៍ថាមិនបានហិចកោមិនបានសូម្បីតែអញ្ចឹងក៏យើងមិនអាចធ្វើបានផងបាទសូម្បីតែ address ឬក៏អាស័យដ្ឋានពិតប្រាកដនៅកន្លែងណាមួយដើម្បីឲ្យគេយកទៅដាក់ឲ្យច្បាស់លាស់អត់ទេអញ្ចឹងហើយបានខ្ញុំចូលធ្វើការដំបូងបំផុតនៅសាលា CAP លោកនាយកគាត់សម្រេចថាដាក់អាស័យដ្ឋានគាត់នៅសាលាហ្នឹងហ្មងអាស័យដ្ឋានខ្ញុំនៅសាលាហ្នឹងព្រោះខ្ញុំគេនៅសាលាហ្នឹងបាទអញ្ចឹងលោកនាយកគាត់មានការយល់យកខ្ញុំច្រើនហើយការងារដែលខ្ញុំផ្ដើមដំបូងនៅសាលា CAP ហ្នឹងឯងខ្ញុំស្នាក់នៅសាលាជាមួយនឹងបុគ្គលិកជាមួយនឹងមិត្តភ័ក្តិឯនៅសាលាហ្នឹងទៅហើយដើរទៅនៅអត់មានផ្ទះសម្បែងអីត្រឹមត្រូវទេអញ្ចឹងលោកគ្រូចាប់ផ្ដើមការងារដំបូងគឺជាគ្រូបរិញ្ញាបត្របាទខ្ញុំចាប់ផ្ដើមការងារអាជីពជាគ្រូបរិញ្ញាបត្រដំបូងនៅឆ្នាំ97នៅសាលា CAP ហ្នឹងហើយ99បានខ្ញុំចូលមក Newton Village បាទហើយ99ហ្នឹងក៏ជាឆ្នាំដែលខ្ញុំរៀបអាពាហ៍ពិពាហ៍ដែររៀបការដែរបាទខ្ញុំរៀបការជាមួយនឹងភរិយាខ្ញុំអ្នកនៅស្រុកកំពង់ស្ពឺដែរបាទអញ្ចឹងនៅពេលដែលខ្ញុំរៀបការហ្នឹងក្នុងន័យមួយថាហើយបានខ្ញុំរៀបការនៅក្នុងវ័យក្មេងណាស់ខ្ញុំរៀបការនៅក្នុងវ័យ24ឆ្នាំទេបាទហើយមូលហេតុដែលខ្ញុំរៀបការលឿនហ្នឹងគឺខ្ញុំខឹងរឿងថាមិនបានខ្ញុំអត់មានអាស័យដ្ឋានគេមិនបានខ្ញុំអត់មានឈ្មោះក្នុងសភៅគ្រួសារអញ្ចឹងខ្ញុំត្រូវតែរៀបការហើយខ្ញុំត្រូវតែមានសភៅគ្រួសារខ្លួនឯងបង្កើតគ្រួសារខ្លួនឯងដោយសារខ្ញុំទៅពឹងខ្ញុំទៅសួរនៅនេះនោះអត់មានទេសួរនៅនេះគេថាទៅសួរនៅនោះទៅសួរនោះគេថាទៅសួរនៅនោះទៅព្រោះអត់មានឈ្មោះខ្ញុំក្នុងសភៅគ្រួសារហើយយើងគិតមើលយើងមិនមែនថាយើងអត់មានបងប្អូនយើងមានបងប្អូនប៉ុន្តែអ្វីដែលវាឯកោបំផុតសូម្បីតែឈ្មោះក្នុងសភៅគ្រួសារក៏យើងអត់មានផងហើយអារម្មណ៍ទាំងអស់ហ្នឹងយើងទទួលយកគ្រប់បែបគ្រប់យ៉ាងអញ្ចឹងហើយបានខ្ញុំសម្រេចចិត្តថាបើខ្ញុំមិនរៀបអាពាហ៍ពិពាហ៍ទេខ្ញុំមិនរៀបការទេប្រហែលជាខ្ញុំអត់ដឹងរកអាស័យដ្ឋាននៅណាទេរកអត់ឃើញទេអញ្ចឹងបើខ្ញុំសម្រេចចិត្តរៀបការនៅក្នុងវ័យមួយដ៏ក្មេងហើយព្យាយាមកសាងគ្រួសារមួយដោយខ្លួនឯងនៅពេលដែលខ្ញុំរៀបការហើយខ្ញុំមានកូនមួយកូនស្រីខ្ញុំឈប់ទៅនៅគ្រួសារខ្ញុំគាត់លែងនៅកំពង់ស្ពឺហើយគាត់មកនៅភ្នំពេញជាមួយខ្ញុំព្រោះកាលហ្នឹងខ្ញុំចូលធ្វើការនៅ Newton Village ហើយខ្ញុំជួលផ្ទះគេនៅមកជួលបន្ទប់ហ្នឹងមិនផ្ទះទេបន្ទប់បាទនៅឆ្នាំហ្នឹងដូចជាខ្ទង់ប្រហែលជា2002អីណាឆ្នាំ2002ខ្ញុំយកប្រពន្ធខ្ញុំមកនៅភ្នំពេញជាមួយខ្ញុំមានកូនស្រីមួយជួលបន្ទប់ហ្នឹងមកបន្ទប់40ទេបន្ទប់40ប្រហែលជា4ម៉ែត្របន្ទប់ហ្នឹង4ម៉ែត្រនៅក្នុងបន្ទប់ហ្នឹងមានក្រែគេងនៅហ្នឹងទៅមានបន្ទប់ទឹកនៅចិត្តហ្នឹងទៅមានចក្រានបាយទៅប្រមៀលពីក្រែមកចូលបន្ទប់ទឹកចូលចក្រានវិលចុះវិលឡើងតែ4ម៉ែត្រហ្នឹងហើយខ្ញុំនៅប្រហែលជា 4-5 ឆ្នាំដែរបានខ្ញុំមានលទ្ធភាពទៅខ្ញុំជួលផ្ទះរៀងធំជាងនឹងតិចដោយសារខ្ញុំមានកូនមួយទៀតបាទខ្ញុំមានកូន2ប្រុសមួយស្រីមួយបាទឥឡូវគាត់ធំអស់ហើយកូនខ្ញុំមិននេះដូចមុនទេពីមុនយើងពិបាកណាស់នៅក្នុងការរស់នៅអញ្ចឹងជីវិតយើងហ្នឹងវាលំបាកឯកោវាពិបាកតាំងពីយើងដឹងក្តីរហូតមកដល់យើងមានគ្រួសារហើយក៏នៅតែពិបាកទៀតបាទដូចជាមិនទាន់ធូរស្បើយអីទេប៉ុន្តែវាអត់ជំរឿទេយើងត្រូវតែតស៊ូហើយយើងត្រូវតែមានអ្នកគ្រប់ឧបសគ្គទាំងអស់ហ្នឹងប៉ុន្តែជាលទ្ធផលគ្រប់យ៉ាងខ្ញុំគិតថាការតាំងចិត្តរបស់យើងការមានគោលដៅច្បាស់លាស់ហើយនឹងមាន commitment ធ្វើឲ្យយើងអាចសម្រេចគោលដៅរបស់យើងបានហើយយើងកុំបោះបង់នៅគោលដៅដែលយើងចង់ធ្វើឬក៏ចង់សម្រេចនឹងធ្វើបើតែយើងជួបឧបសគ្គយ៉ាងណាក៏ដោយយើងត្រូវរកវិធីផ្សេងទៀតដើម្បីសម្រេចគោលដៅរបស់យើងលោកគ្រូយកការជឿចាប់មកធ្វើជាកម្លាំងចិត្តបាទហើយអត់ធ្វើខ្លួនជាជនរងគ្រោះឯងយើងយកអាការជឿចាប់អាការលំបាករបស់យើងហ្នឹងខំប្រឹងធ្វើខ្លួនឯងនឹងប្រកែកជាងមុខបាទ
លោកគ្រូចូលមកដល់ឆ្នាំ 1999 លោកគ្រូបានចូលធ្វើការជាមួយនឹងក្រុមហ៊ុន NTC Group ដែលយើងស្គាល់ថា Newton Light ពីមុនហ្នឹង បាទពេលម្លងធ្វើការនៅហ្នឹងលោកគ្រូចាប់ផ្ដើមការងារដំបូងជាអីដែរកាលនោះ ដោយសារខ្ញុំមានបទពិសោធន៍ពីសាលា CAP មកខ្ញុំជាគ្រូបរិញ្ញាបត្រហើយពេលដែល97ហ្នឹងខ្ញុំជាគ្រូបរិញ្ញាបត្រនៅសាលា CAP ហើយពេលដែលខ្ញុំផ្ទេរពី CAP ឈប់ពី CAP មក Newton Light ហ្នឹងក៏ខ្ញុំជាគ្រូបរិញ្ញាបត្រដែរបាទហើយនៅសាលា CAP ហ្នឹងខ្ញុំធ្លាប់មានបទពិសោធន៍នៅក្នុងការងារគណនេយ្យអញ្ចឹងខ្ញុំមក Newton Light ដំបូងខ្ញុំធ្វើជាគ្រូបរិញ្ញាបត្រផងខ្ញុំធ្វើក្នុងផ្នែកគណនេយ្យដែរបាទនៅក្នុងឆ្នាំ99ហ្នឹងហើយយើងធ្វើនៅនឹងយូរឆ្នាំដែរប្រហែលជា 3-4 ឆ្នាំបានមានការផ្ដល់ទំនុកចិត្តពីខាងលោកអាជ្ញាផ្ទាល់ក៏បានប្រម៉ូទយើងឲ្យទៅជាថ្នាក់ដឹកនាំនៅក្នុង Newton Light ហ្នឹងហើយបានឡើងទៅជានាយករង Newton Light ហើយទៅជានាយក Newton Light ហើយនៅឆ្នាំ2009ដោយសារជាពេលវេលាដែលយើងត្រូវបង្កើតសវណ្ណភូមិហើយបានលោកអាជ្ញាគាត់ឲ្យខ្ញុំទៅគ្រប់គ្រងនៅសវណ្ណភូមិវិញបាទ Newton Light យើងប្រគល់ឲ្យអ្នកផ្សេងជាអ្នកគ្រប់គ្រងបន្តអញ្ចឹងទៅហើយបានខ្ញុំចាប់ផ្ដើមការងារនៅសវណ្ណភូមិនៅ2009បាទជាចំណុចចាប់ផ្ដើមដំបូងបំផុតនៃការកកើតសវណ្ណភូមិរបស់យើងអញ្ចឹងមានន័យថាលោកគ្រូចូលរួមក្នុងការបង្កើតហើយធ្វើការនៅសវណ្ណភូមិតាំងពីពេលចាប់ផ្ដើមដំបូងបាទយ៉ាងពេលចាប់ផ្ដើមដំបូងសវណ្ណភូមិយើងពេលដែលយើងកកើតដំបូងនោះយើងបើនិយាយពិសេសយើងមានខ្ទង់1700-1800នាក់ទេហើយយើងមានប្រហែលជា3សាខាទេយើងមាននៅដូនពេញយើងមាននៅបាក់ទូកយើងមាននៅទេផត3ហ្នឹងគឺជាការចាប់ផ្ដើមកកើតសវណ្ណភូមិដំបូងគេនៅឆ្នាំ2009ហ្នឹងឯងហើយការដែលយើងចាប់ផ្ដើមដំបូងយើងជួបឧបសគ្គច្រើនណាស់នៅក្នុងការងាររបស់យើងដោយសារយើងធ្លាប់ធ្វើនៅ Newton Light ជាសាលាមួយបែបធម្មតាហើយយើងចង់ upgrade វាឲ្យទៅជាសាលា Premium School Local Premium School ចឹងគ្រប់យ៉ាងយើង modernize តាំងពីកម្មវិធីសិក្សាយើងបំពាក់បំពន់សមត្ថភាពគ្រូបរិញ្ញាបត្រសម្ភារៈរូបវន្តយើងធ្វើឲ្យទំនើបទាំងអស់ចឹងការដែលយើង move ពីចំណុចមួយដែលនៅក្នុងកម្រិតទាបទៅកម្រិតខ្ពស់យើងជួបនឹងបញ្ហាប្រឈមច្រើនយើង challenge ច្រើនណាស់ប៉ុន្តែយើងមានរបៀបនៅក្នុងការដោះស្រាយនៅ challenge ទាំងអស់នោះហើយយើងបានរៀនសូត្រពីបញ្ហានឹងរាល់ថ្ងៃទៅធ្វើឲ្យយើងដឹងថាយើងត្រូវធ្វើម៉េចដើម្បីយើងអាចបន្តដំណើរទៅមុខទៀតបានគិតមកដល់ឥឡូវសវណ្ណភូមិមានប្រមាណសាខាលោកគ្រូមកដល់ពេលនេះសវណ្ណភូមិយើងមានជុំវិញ50ទូទាំងរាជធានីខេត្តបើនៅតាមខេត្តយើងមានសឹងគ្រប់ហើយយើងរាប់ចាប់ពីតកែវទៅយើងមានតកែវកពតកំពង់សោមកំពង់ស្ពឺកំពង់ឆ្នាំងពោធិ៍សាត់បាត់ដំបងទីមានជ័យប៉ោយប៉ែតសៀមរាបកំពង់ធំកំពង់ចាមហើយនិងស្វាយរៀងមានសឹងគ្រប់ខេត្តទាំងបាទមានស្ទឹងសឹងគ្រប់ហើយយើងមាន16សាខានៅតាមបណ្ដាខេត្តហើយក្រៅពីហ្នឹងគឺនៅរាជធានីភ្នំពេញទាំងអស់អញ្ចឹងសរុបយើងមាន50ហើយយើងមានសិស្សយើងជុំវិញ70000នាក់ទូទាំងប្រទេសបុគ្គលិកយើងសរុបមកដល់ពេលនេះយើងមានជុំវិញ4000នាក់បាទច្រើនមែនទេច្រើនបើធៀបជាមួយនឹងយើងកកើតដំបូងមកដល់ពេលនេះខុសគ្នាច្រើនណាស់ហើយខ្ញុំចង់ជំរាបជូនអស់លោកស្រីដែរថាសវណ្ណភូមិដំណើរការជុំវិញ15-16ឆ្នាំប៉ុន្តែសវណ្ណភូមិមានការរីកចម្រើនលឿនបាទហើយរីកចម្រើនលឿនហ្នឹងគឺនៅក្នុងអំឡុងឆ្នាំ2012គឺយើងរីកចម្រើនខ្លាំងមែនទែនមកវគ្គហើយមកក្រោយ COVID នេះមកក្រោយ2019 2020នេះបាទយើងចាប់ COVID ស្រាក់ស្រានតិចទៅគឺយើងចាប់ផ្ដើមពង្រីកលឿនមែនទែនអញ្ចឹងហើយបានធ្វើឲ្យយើងមកដល់ពេលនេះយើងបានជុំវិញ50កន្លែងទូទាំងប្រទេសហើយនៅក្នុងផែនការយុទ្ធសាស្ត្រ5ឆ្នាំរបស់យើង2024-2028យើងបានកំណត់ថាឲ្យបាន50សាខានៅបំណាច់ឆ្នាំ2028តែជាការពិតត្រឹមតែ2025យើងបាន50បាត់ហើយអញ្ចឹងខ្ញុំគិតថាយើងធ្វើលើសផែនការបាទនៅពេលដែលដាច់2028យើងអាចឡើងជុំវិញ55ឬក៏អាច60អាហ្នឹងបើតាមលើសពីផែនការដែលយើងបានផែនការដែលយើងបានគ្រោងទុកហើយមួយនេះបានសវណ្ណភូមិយើងបរិយាលើសផែនការឬក៏លឿនទី1យើងមើលឃើញនៅតម្រូវការរបស់អាណាព្យាបាលសិស្សរបស់សិស្សានុសិស្សរបស់យើងទី2យើងមើលឃើញនៅឱកាសនៅ potential ដែលយើងអាច grow បានបូកផ្សំជាមួយនឹងចំណុចខ្លាំងដែលសវណ្ណភូមិយើងមានអញ្ចឹងហើយបានតែយើងចាប់យកឱកាសទាំងអស់ហ្នឹងភ្លាមយើងអត់ដើរទៅតាមផែនការយុទ្ធសាស្ត្រយើងទាំងអស់ទេយើងមានធ្វើ adjustment មួយចំនួនដើម្បីឲ្យវា meet ជាមួយនឹងតម្រូវការរបស់អ្នកសិក្សាយើងផង
ក៏ដូចជាយើងចង់ធ្វើយ៉ាងណាដើម្បីឲ្យអាណាព្យាបាលសិស្សសាធារណៈគាត់បានទទួលសេវាកម្មអប់រំពីសវណ្ណភូមិរបស់យើងឲ្យទាន់ពេលបាទអញ្ចឹងហើយបានយើងបរិមុនផែនការលោកគ្រូអាចរំលឹកបន្តិចបានទេតើកត្តាអីខ្លះនៅពីក្រោយនៃភាពជោគជ័យនិងការរីកចម្រើនរបស់សវណ្ណភូមិដែលយើងអាចពង្រីកលើសផែនការកំណត់ដូចបច្ចុប្បន្នជាការពិតសម្រាប់ក្រុមហ៊ុនក៏ដូចជាសាលារៀនដែរដោយសារវិបត្តិយើងនៅក្នុងវិស័យអប់រំប៉ុន្តែយើងបែបជាឯកជនអញ្ចឹងវានៅក្នុង perspective business ដូចគ្នាបាទអញ្ចឹងធ្វើឲ្យគោលដៅឬក៏ចំណុចពិសេសដែលធ្វើឲ្យសវណ្ណភូមិយើងមានការរីកចម្រើនខ្លាំងឬក៏លឿននេះវាផ្ដើមចេញមកពីកត្តាច្រើនយើងអត់អាចយកអីមួយមកវាស់វែងថាជោគជ័យដោយសារចំណុចនេះចំណុចនោះទេជោគជ័យដោយសារការបូកផ្សំគ្នាទាំងអស់បានបើថាសម្លបានវាឆ្ងាញ់ដោយសារវាផ្សំគ្រឿងត្រូវវាត្រូវគ្រឿងណាបានវាញ៉ាំទៅវាឆ្ងាញ់ប៉ុន្តែខ្ញុំអាចលើកជាគោលបានខ្លះដែរថាហេតុអីបានជាសវណ្ណភូមិយើងទទួលបាននៅការជោគជ័យទទួលបាននៅទំនុកចិត្តពីអាណាព្យាបាលសិស្សយើងបានលឿនរហ័សនៅក្នុងរយៈពេលមួយដ៏ខ្លីទីមួយគឺផ្ដោតទៅលើគុណភាពរបស់យើងមានថាយើងបានបណ្ដុះបណ្ដាលឬយើងបានពង្រឹងគុណភាពយើងឲ្យត្រូវជាមួយអ្វីដែលអតិថិជនគាត់ចង់បានហើយដើម្បីឲ្យមានគុណភាពឲ្យបានឲ្យបណ្ដុះបណ្ដាលគុណភាពដូចអតិថិជនគាត់ចង់បាននេះវាទាមទារមកពីការចូលរួមរបស់ថ្នាក់នាំរបស់យើងទាមទារមកពីការអភិវឌ្ឍសមត្ថភាពរបស់គ្រូបូកផ្សំជាមួយនឹងការធ្វើទំនើបកម្មទៅលើកម្មវិធីសិក្សាដូចជាសម្ភារៈឧបទេសរបស់យើងដែរបាទអញ្ចឹងអ្វីដែលមានការទទួលស្គាល់ពីសំណាក់អាណាព្យាបាលសិស្សគឺដោយសារគុណភាពនៃការសិក្សារបស់សិស្សហើយធ្វើម៉េចឲ្យបានគុណភាពសិក្សារបស់សិស្សនឹងល្អដោយសារមានការចូលរួមពីថ្នាក់ដឹកនាំពាក់ព័ន្ធមានការពង្រឹងសមត្ថភាពគ្រូរបស់យើងមានការធ្វើទំនើបកម្មទៅលើសម្ភារៈឧបទេសក៏ដូចជាទំនើបកម្មទៅលើកម្មវិធីសិក្សារបស់យើងឲ្យឆ្លើយតបជាមួយនឹងភាពរីកចម្រើនរបស់សង្គមយើងផងក៏ដូចជាការវិវត្តរបស់វិស័យអប់រំនៅក្នុងបរិបទថ្មីនេះដែរបាទអញ្ចឹងចំណុចទាំងអស់ហ្នឹងហើយដែលធ្វើឲ្យសវណ្ណភូមិយើងមានការរីកចម្រើនលឿនខ្ញុំលើកនេះខ្ញុំចង់ផ្ដោតថាយើងអត់យកតែបរិមាណសាខាច្រើនទៅវាស់វែងថាយើងរីកចម្រើនទេយើងយកគុណភាពនៃការទទួលស្គាល់ឬក៏ទំនុកចិត្តពីអាណាព្យាបាលហ្នឹងយើងយកអាហ្នឹងមកវាស់វិញទំនុកចិត្តអាណាព្យាបាលសិស្សរបស់សវណ្ណភូមិមកដល់ពេលនេះគាត់មានទំនុកចិត្តលើសាលាយើងច្រើនណាស់ហើយហេតុអីបានគាត់មានទំនុកចិត្តលើសាលាយើងដោយសារយើងបានបណ្ដុះបណ្ដាលនៅគុណភាពពិតប្រាកដជូនពួកគាត់មើលឃើញនៅសមត្ថភាពរបស់កូនគាត់មើលឃើញនៅអ្វីដែលគាត់រំពឹងមុនដែលគាត់បញ្ជូនកូនមកក្រោយពេលដែលគាត់បញ្ជូនកូនមកនៅសវណ្ណភូមិមករៀននៅសវណ្ណភូមិគាត់បាននៅអ្វីដែលគាត់ចង់បានពិតប្រាកដអញ្ចឹងទាំងអស់នឹងហើយធ្វើឲ្យសវណ្ណភូមិយើងមានការរីកចម្រើនលឿននៅពេលដែលយើងបានបំពេញនៅអ្វីដែលជាតម្រូវការរបស់អតិថិជនហើយអតិថិជនគាត់បង្ហាញនៅការគ្រប់គ្រងអញ្ចឹងសវណ្ណភូមិត្រូវតែព្យាយាមបំពេញនៅតាមតម្រូវការដែលគាត់គ្រប់គ្រងហ្នឹងអញ្ចឹងហើយបានយើងអភិវឌ្ឍទៅលឿនប៉ុន្តែនៅក្នុងនៃដែរខ្ញុំចង់ជំរាបជូនថាបើសិនយើងមិនមានប្រព័ន្ធនៅក្នុងការដឹកនាំច្បាស់លាស់មិនមានប្រព័ន្ធនៅក្នុងការដឹកនាំត្រឹមត្រូវមិនមានធនធានដែលយើងបំរុងនឹងឲ្យបានគ្រប់ជ្រុងជ្រោយទេទោះបីជាមានតម្រូវការរបស់អតិថិជនច្រើនលើសលប់ប៉ុណ្ណាក៏ដោយយើងបរិទ្ធទៅហើយក៏នៅតែអត់មានទំនុកចិត្តពីអតិថិជនដដែលទេបរិទ្ធកាន់តែច្រើនកាន់តែមានបញ្ហាដោយសារយើងពង្រីកទៅតាមអ្វីដែលជាតម្រូវការរបស់អតិថិជនស្របពេលដែលខ្លួនយើងអត់បានត្រៀមខ្លួនសម្រាប់ពង្រឹងគុណភាពនឹងទេអញ្ចឹងសវណ្ណភូមិយើងផ្ដើមចេញមកពីថ្នាក់នាំកំពូលមករហូតទៅដល់បុគ្គលិកនៅតាមសាខារបស់យើងគឺដូចមនុស្សតែម្នាក់អញ្ចឹងយើងបង្កើតនៅ culture មួយចំណុចដែលខ្ញុំចង់បង្ហាញពីភាពលេចធ្លោឬក៏ភាពពិសេសរបស់សវណ្ណភូមិនេះគឺយើងសួរថាហេតុអីបានសវណ្ណភូមិយើងបង្កើតឬក៏ពង្រីកបានក្នុងរយៈពេលមួយដ៏ខ្លីហើយយើងពង្រីកបានច្រើនសាខាហើយមានសិស្សរហូតដល់ជុំវិញ 50000 នាក់ជុំវិញ 70000 នាក់មានបុគ្គលិករបស់យើងជុំវិញ 4000 នាក់អ្វីដែលយើងសង្កេតឃើញជារួមយើងឃើញថាលទ្ធផលដែលយើងទទួលបាននៅពេលបច្ចុប្បន្ននេះគឺផ្ដើមចេញមកពីការចូលរួមទាំងអស់គ្នាពីថ្នាក់លើដល់ថ្នាក់ក្រោមមែនតើទៅយើងមើលដូចមនុស្សតែម្នាក់អញ្ចឹងអ្វីបើយើងមានបុគ្គលិក 4000 នាក់ប៉ុន្តែយើងមើលដូចមនុស្សតែម្នាក់មានថា direction ឬក៏ទិសដៅដែលយើងចង់កំណត់ថាទៅណាគឺទៅទាំងអស់គ្នារាប់ចាប់ពីថ្នាក់ដឹកនាំកម្ពុជារហូតទៅដល់បុគ្គលិកនៅ operation នៅ school នៅតាមសាខាគឺគាត់ធ្វើទៅតាមយើងគាត់ដើរតាមអ្វីដែលជាគោលដៅរបស់សាលាចង់ទៅអញ្ចឹងភាពខ្លាំងរបស់សវណ្ណភូមិហើយអាចថាជា unique របស់សវណ្ណភូមិអ្នកពិសេសរបស់សវណ្ណភូមិគឺបុគ្គលិកទាំងអស់គាត់
ចាត់ទុកសវណ្ណភូមិដូចជារបស់គាត់អញ្ចឹង wow មានន័យថា4000នាក់ដែលមានឱកាសមកបម្រើការជាមួយសវណ្ណភូមិនេះគាត់យល់ថាសវណ្ណភូមិគឺជារបស់គាត់ បាទ គឺជាសាលារបស់គាត់គឺជាផ្ទះរបស់គាត់ហើយយើងបង្កើតនៅវប្បធម៌នេះឡើងជាការពិតយើងជួបការលំបាកច្រើនប៉ុន្តែភាពលំបាកទាំងអស់នោះធ្វើឲ្យបុគ្គលិកថ្នាក់ដឹកនាំទាំងអស់គាត់ចេះសហការគ្នាគាត់ចេះសហការគ្នាហើយគាត់ចាត់ទុកសវណ្ណភូមិដូចជាផ្ទះរបស់គាត់ដែរក្រុមហ៊ុនឬក៏កន្លែងដែលគាត់ធ្វើការនេះគឺជាកន្លែងរបស់គាត់អញ្ចឹងរាល់បញ្ហាទាំងអស់ដែលកើតមានជាមួយសវណ្ណភូមិគឺគាត់គិតថាវាជាបញ្ហារបស់គាត់អញ្ចឹងគាត់ត្រូវតែចូលរួមដោះស្រាយជាមួយសវណ្ណភូមិហើយធ្វើត្បិតតែយើងមាន50សាខាយើងមានបុគ្គលិកជុំវិញ4000នាក់សម្រាប់ការដឹកនាំសួរថាលំបាកទេនៅពេលដែលចំនួនច្រើនបែបហ្នឹងយើងឆ្លើយថាលំបាកក៏បានយើងឆ្លើយថាមិនលំបាកក៏បានដែរអញ្ចឹងលំបាកត្រង់ថាយើងមើលទៅស្កូបវាធំអញ្ចឹងអាចនឹងយើងមានការព្រួយបារម្ភប៉ុន្តែធៀបពិតតែម្ដងគឺអត់លំបាកទេដោយសារមនុស្សម្នាក់ផ្នែកមួយហ្នឹងគាត់មានទំនួលខុសត្រូវរបស់គាត់ចាត់ទុកថាហ្នឹងជារបស់គាត់បាទមិនរបស់លោកអង្គការទេលោកអង្គការគាត់ជាម្ចាស់ប៉ុន្តែទំនួលខុសត្រូវក្នុងនាមជាបុគ្គលិកគាត់យល់ថាអាហ្នឹងជារបស់គាត់ដែរអញ្ចឹងបើគាត់ធ្វើឲ្យកន្លែងហ្នឹងមានបញ្ហាវាស្មើនឹងគាត់បំផ្លាញខ្លួនគាត់ដែរអញ្ចឹងបុគ្គលិកនៅសវណ្ណភូមិយើងមើលសូម្បីតែយុទ្ធនាការទីផ្សារមានការចូលឆ្នាំសិក្សាថ្មីទាំងអស់ហ្នឹងសូម្បីតែ profile Facebook តខ្លួនរបស់គាត់ណាក៏គាត់បដូរដាក់មកបោះស្ថាប័នដែរហើយអត់មានការប្រខិតប្រខំណាមួយទេអត់មានការប្រខិតប្រខំទេជាទឹកចិត្តដែលគាត់ស្រឡាញ់ជាទឹកចិត្តដែលគាត់យល់ថាអានឹងជារបស់គាត់បាទអញ្ចឹងវប្បធម៌មួយនេះជាវប្បធម៌មួយដែលសវណ្ណភូមិយើងបង្កើតបានហើយអាចថាពិសេសណាពិបាកនឹងសាលាផ្សេងធ្វើណាហើយបើធ្វើបានក៏ធ្វើក្នុងរយៈពេលមួយខ្លីដែរតែសវណ្ណភូមិយើងធ្វើក្នុងរយៈពេលមួយយូរវែងរហូតដល់យើងបង្កើតនៅពាក្យស្លោកថ្មីមួយគឺសវណ្ណភូមិគឺជាផ្ទះរបស់អ្នកពូកែអញ្ចឹងគ្រប់បុគ្គលិកទាំងអស់ដែលចូលរួមជាមួយសវណ្ណភូមិត្រូវតាំងខ្លួនថាជាអ្នកពូកែហើយបើយើងមិនពូកែមានថាយើងអត់ទាន់បំពេញតាមលក្ខខណ្ឌរបស់សវណ្ណភូមិបានទេអញ្ចឹងម្នាក់ត្រូវតែខំប្រឹងប្រែងគ្រូត្រូវតែខំប្រឹងបង្រៀនសិស្សបុគ្គលិកផ្សេងត្រូវតែខំប្រឹងបំពេញការងារតាមទូនាទីភារកិច្ចរបស់ខ្លួនហើយសិស្សក៏ជាសិស្សពូកែដែរសិស្សទាំងឡាយដែលមានវត្តមានជាមួយសវណ្ណភូមិត្រូវតែមានការបដិញ្ញាចិត្តថារៀនឲ្យខ្លាយជាសិស្សពូកែជាក់ស្ដែងនៅក្នុងឆ្នាំសិក្សាយើងកន្លងទៅនេះសម្រាប់និទេស A ដែលសវណ្ណភូមិទទួលបានយើងទទួលបាន111នាក់វ៉ាវជាចំនួនមួយច្រើនដែលសវណ្ណភូមិអត់ដែលទទួលបានក្នុងកម្រិតនោះទេជាចំនួនមួយដែលយើងបំបែកនៅកំណត់ត្រានៃការទទួលបានសិស្សនិទេស A អញ្ចឹង111នាក់នេះច្រើនណាស់ច្រើនហើយមិនត្រឹមតែនិទេស A យើង111នាក់ទេសូម្បីតែអត្រានៃការជាប់ក៏យើងជាប់ជាង 95% អញ្ចឹងជាបរិមាណនៃការជាប់ខ្ពស់បំផុតបើធៀបជាមួយឆ្នាំកន្លងទៅយើងជាប់ជុំវិញ 85% ទេបាទឆ្នាំទៅនេះយើងឡើងដល់ 95% ឥឡូវយើងកំពុងតែចាំមើលឆ្នាំថ្មីតើនៅក្នុងកម្រិតប៉ុណ្ណាអញ្ចឹងសមិទ្ធផលនៃការសារបស់សិស្សយើងជាពិសេសគឺនិទេស A ដែលសិស្សយើងទទួលបានសម្រេចបាននេះវាជាមោទនភាពរបស់សវណ្ណភូមិហើយជាអ្វីដែលសវណ្ណភូមិយើងបានមើលឃើញថាការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំយើងតាំងពីលើដល់ក្រោមយើងបានលទ្ធផលគួរដែលយើងមានមោទកភាពពិតប្រាកដហើយលទ្ធផលទាំងអស់ហ្នឹងគឺជាលទ្ធផលដែលបានមកពីការចូលរួមទាំងអស់គ្នាបាទអត់បានដោយសារបុគ្គលណាម្នាក់ទេគឺបានមកពីការចូលរួមអញ្ចឹងនៅក្នុងន័យនេះខ្ញុំចង់ជំរាបជូនថានៅក្នុងក្រុមហ៊ុនឬក៏ក្នុងកន្លែងធ្វើការនៅពេលដែលក្រុមហ៊ុនទទួលបានភាពជោគជ័យឬក៏មានសមិទ្ធផលសម្រាប់ក្រុមហ៊ុនហ្នឹងសួរថាសមិទ្ធផលហ្នឹងបានដោយសារនរណាម្នាក់យើងពិបាករកនរណាម្នាក់ជាអ្នកធ្វើឲ្យមានសមិទ្ធផលហ្នឹងណាដោយសារការធ្វើការយើងមានការសហការគ្នាពីលើដល់ក្រោមហើយយើងបង្កើតនៅ culture មួយឲ្យជា culture ថាសមិទ្ធផលទាំងអស់ជាសមិទ្ធផលរបស់យើងពេលបើតែខ្ញុំទទួលតួនាទីឬក៏ទទួលតំណែងជាអ្នកមើលការខុសត្រូវរួមក៏ពិតមែនប៉ុន្តែខ្ញុំអត់ដែលមានមោទនភាពថាអានឹងជាសមិទ្ធផលរបស់ខ្ញុំម្នាក់ឯងទេខ្ញុំតែងតែបង្ហាញទៅឲ្យថ្នាក់ដឹកនាំទាំងអស់មើលឃើញថាជាសមិទ្ធផលរបស់យើងទាំងអស់គ្នាបានធ្វើរឿងទាំងអស់នឹងបានអត់មានបុគ្គលណាម្នាក់ទៅធ្វើរឿងនឹងបានតែម្នាក់ឯងទេហើយការដែលបង្កើត culture បែបនេះការបង្កើតវប្បធម៌និងការធ្វើការបែបនេះហើយនៅក្នុងប្រភេទ business ដែលធំដូចខាង NTC យើងអញ្ចឹងវាជាការបង្កើត culture មួយឲ្យមានការចូលរួមទាំងអស់គ្នាហើយការចូលរួមទាំងអស់គ្នាការសហការគ្នាការបង្កើតឲ្យមានជាធ្លុងមួយបែបនេះ
mình nghe được bạt bong thì mình nghe được bạt bong mình nghe nâng miền Pành Hà thì đời sát mình nút tầng bộc lực tầng quận vô thản nó chỉ bọc quạt tôi từ với bờ sân bờ dương hiền tại bằng hai nơi rụp hiện môi ở quận mưa khơi tha rồi mất được nâng ban để xa lục A lục B lục C ở tiền họ chẳng cướp giang cứ nên miền cà phạt đầu miền cà ăn không chết ăn chết rồi còn vô tha dương không thử ấy bao giờ mình nâng nẹt đi nẹt đôi cái tiền dược luôn quạt thấy mình men tại nhom miền cầm đặt đại năng thế xôm bay tại thằng Anwam tầng rọp chập tăng pi cả nạn để dụ nơi không sờ bàn phúng có quạt miền phật cầm đặt môi tha sờ bật đặt thọ để ban nơi xa khai quạt cứ để xa tầng miền năng đại chân vấp thọ nâng dương và đo tăng về lừa đỏ cào thấy chỉ vấp thọ môi để miền ca cao trở xa pi sầm nạ nẹt sen tràn này nơi về để quạt màu sầm phia ca nghe chừng buổi nhóm quạt bằng hai nơi chừng nạp vào lòng bạc quạt bằng hai nơi chừng nạp vào lòng bạc quạt tha vậy để quạt chạm vào đó cứ giờ văn phúng ai phơi bàn nơi không nơi muối tha bốc lực tầng mới được bốc lực tầng mà nè chẳng vậy thì những ban khất khom trăng trăng phơi oi mà được tầng nắng kì phơi oi nè xa thiên lại chuyên quạt chạm vào đó thấy quạt chạm vào đó sắc xa xoay vô pi văn phúng mấy ban văn phúng thu rương được nâng bàn thiết bất tử bởi dương mơ tức kết tha ai tha lục bạc nơi không ca phơi oi bốc lực buôn quan nè đôi chơi bốc lực mà nè còn đã việc đam tranh ma pi chủng nội muối đại dương phơi mấy ỏi quạt vô khơi tha cả lai nâng chịu bỏ quạt cả lai nâng chịu bỏ quạt côn sơn nâng kêu bờ điên nơi giờ văn phúng dương và đốt nọt cầm đất muối tha bờ nẹt trăng phơi kêu bờ điên nơi giờ văn phúng nẹt trơ để chặt tụng côn sơn nâng chịu côn bờ nẹt chân bờ côn nâng riêng thẹn nẹt thời giờ mày tha chốt bờ côn nâng chịu côn bờ nẹt ta nẹt mèo làm mày ô thì họ sơ quát mà pay nẹt bắp bầm buồn nẹt cho mà nẹt thẹn mà nẹt nâng dương từ xuôi luôn ai thay cho bờ côn sơ để thẹn mà nẹt nâng chỉ côn bờ tụ cú chỉ côn bờ nẹt cú ta nẹt cú mèo làm vậy mày nẹt cú chưa chắp thế nơi về bắp bầm buồn nẹt cho mà nẹt chỉ thẹn chân nơi không giờ bạn phum cứ dương bằng đốt nọt cầm đất mới ở kêu từng vô khơi tha sơ từng đây cầm phun từ miền vận miền nông nẹt được cú nẹt cú cứ phụ quát chỉ côn bao dương hải hay bởi dương ọt toàn chặt tụ côn sơ chỉ côn bao dương thế và hai chi lực của này cũng miên tập phải chạy cái tiếng nông cả bằng riêng thế còn đây qua nơi nọt cầm đất qua nơi không lẽ là môi tha bằng riêng đời cái đây là lánh bằng riêng đời đây là lánh và bằng riêng đời miên ca cho chất tục đạn bằng riêng đời ca chặt tục côn chỉ côn bao dương còn qua năng hay chỉ tu tới nơi không group của sáu chỉ ca bứt dương miên phải chạy cái tiếng group của sáu còn đây bởi dương qua ở đây là lánh nơi không ca bằng riêng nắng dương apply phải chạy cái tiếng tới nơi miên cầm đất tiền đã ở trên vị chất hái viên nơi miên phiếp muối đôi tha mình miên phiếp sạch nào rồi viên kêu hay năng sạch tiền hay là tập Hanukkah sao bảo sát tam năng tiền chẳng hay bạn này dương giòn nắng bông phải trôi tha bẩn nẹt miên phải chạy cái tê hái nẹt thời miên nọt cầm đất muối rồi còn mindset muối chặt tục thà côn nó chỉ côn bằng dương đại chân côn sơ lẹ bị smart đằng côn dương lẹ nếu chỉ với thì dương còn đo nơi nông sản phun chân kêu từng đại quạt mẹ chất mà trôi luôn mùi sản phun quạt thời miên nọt cầm đất đại đằng và đo bên đấy dương ban sọp sái dương ban bật triệp cho môi nâng bộc lực bao dưỡng chân bộc lực từng bờ cứu quạt sờ lạnh côn sức đôi chỉ côn bờ quạt bờ bộc lực sinh khởi bờ cứu quạt sờ lạnh càng đôi cả lạnh lấy đôi được tây bờ quạt chân ro là vậy để quạt thứ mình bên ca lộc bạ tọt đòn nẹt đặt nom là bay tam đan chuột bên đất Israel đấy bờ cô ca nghe quạt phước bàn dạng đó hay ảnh nắng viêm mò pí rồi biết để dương phơi cá tăng pi thạ lớn mà đo thạ cào về dương phước lần chúng tôi từng năng hai đại xa thiên ạ chôn hà chôn tu tới miền ca người ngồi ta hai đấy ban giờ ban phum rít ban lươn hơi thôm hay cục krong đàn tập bất bởi dừng mơ đôi chỉ miền phiệp lục bạด้วย của smoke smile và đây ca là vật chất style bọc nhóm ót miền phiệp lục bạ thì song khăn dương phơi mấy áo phạ loa mà nè nắng quạt chặt tục cả lái nắng chỉ bọc quạt áoแต่quạt chặt tục xa khăn chỉ xa khăn bọc quạt côn sơ chỉ côn sơ bọc quạt chỉ côn bọc quạt chân cục giang cứ được nói ca tại bàn là luôn hay anh miền úc xã ấy xem nhận dương tiền dương chămแต่ตรวจ ปิด bị lơ tam đá bờ miền ca kho chuông dương chui cai làm o tới bờ phơi o dương lực tức chất hai tiệt chân tới chân biết tới trang là luôn hay mình ấy thì còn đấy một đào pen đấy dương khơi là tập hợp bệnh nắng và nó xuống đây dương chập đam mấy bàn dương ban là tập hợp bệnh nắng viên miên chừng nói chập đam bảo vì viên miên cái lý cái lẽ nơi không ca form nơi culture đó là o môi nâng bàn hay culture ní đại dương chập đam là o hay chập đam phơi ban dạngงี้
គឺក្រោយពេលដែលយើងមានបញ្ហា COVID ចំណុចហ្នឹងដែលជាចំណុចមួយយើងបង្កើតនៅ culture ហ្នឹងបានមុន COVID យើងអត់ទាន់ធ្វើបានល្អដូចបច្ចុប្បន្នទេក្រោយ COVID គឺយើងធ្វើបានយ៉ាងល្អហេតុអីបានតែយើងធ្វើបានយ៉ាងល្អក្រោយ COVID នៅក្នុងអន្តរកាល COVID-19 ចូលមកដល់មានសាលាភាគច្រើនគឺជួបនៅបញ្ហាទាំងអស់ហ្នឹងបាទដោយឡែកសវណ្ណភូមិយើងនៅតែបន្តដំណើរបានដោយសារអីដោយសារបុគ្គលិកទាំងអស់គាត់បង្ហាញនៅកម្លាំងចិត្តមកថ្នាក់អនុមខាងលើថាយើងត្រូវតែចាប់ដៃគ្នាឲ្យជាប់កុំបោះបង់គ្នាចោលហើយលោកអញ្ញាគាត់មានការគិតច្បាស់ហើយគាត់ស៊ីជម្រៅជាមួយនឹងអារម្មណ៍បុគ្គលិករបស់យើងថាបើយើងលំបាកហើយយើងបោះបង់គាត់ចោលតែគាត់ទៅជាបែបម៉េចនៅពេលដែលគាត់អត់មានប្រាក់ខែតើគាត់បានអីទៅគ្រប់គ្រងគ្រួសាររបស់គាត់សម្រាប់ស្ថាប័នប្រហែលជាអត់ជួបឧបសគ្គទេព្រោះស្ថាប័នអាចមានលទ្ធភាពប៉ុន្តែបុគ្គលិកគាត់នឹងជួបឧបសគ្គអញ្ចឹងនៅពេលដែលថ្នាក់ដឹកនាំខាងលើយល់ឃើញពីការលំបាករបស់បុគ្គលិកហើយបុគ្គលិកបានបង្ហាញឲ្យថ្នាក់ដឹកនាំខាងលើមើលឃើញថាយើងត្រូវតែចាប់ដៃគ្នាកុំបោះបង់គ្នាអញ្ចឹងពេលហ្នឹងហើយជាពេលដែលថ្នាក់ដឹកនាំកំពូលលោកអញ្ញាផ្ទាល់សម្រាប់ចិត្តថាគ្រប់ operation ទាំងអស់យើងដំណើរការធម្មតាអត់ឲ្យមានការបាត់បង់អត់ឲ្យមានការរំសាយបុគ្គលិកណាមួយទេអញ្ចឹងនៅពេលអំឡុងពេល COVID នៅសវណ្ណភូមិអត់មានប្រជុំបុគ្គលិកអត់មានប្រជុំអត់មានបិទ operation នៅដំណើរការប៉ុន្តែយើងរៀនតាមប្រព័ន្ធ online ទៅបាទក្រោយពេលចប់ COVID បុគ្គលិកគាត់ feel ថានៅក្នុងដំណាក់កាលមួយដ៏លំបាកយើងចាប់ដៃគ្នាបានយ៉ាងល្អដូចថាយើងនៅក្នុងកណ្ដាលទន្លេយើងចាប់ដៃគ្នាឲ្យជាប់ដើម្បីយើងមកដល់ច្រាំងនៅពេលដែល COVID ស្រាក់ស្រានយើងមកដល់ច្រាំងយើង form នៅ culture មួយដែលយើងស្រឡាញ់គ្នាដែលយើងជួយគ្នាចាត់ទុកកន្លែងនឹងជាកន្លែងរបស់យើងគឺយើង form បានដោយងាយដោយសារបុគ្គលិកគាត់មើលឃើញថានៅពេលដែលយើងជួបគ្រាលំបាកជាមួយគ្នាអត់មាននរណាបោះបង់គ្នាចោលទេអញ្ចឹងប្រកាសណាស់កន្លែងនេះជាកន្លែងរបស់យើងហើយជាផ្ទះរបស់យើងហើយអញ្ចឹង culture ហ្នឹងវាកាត់ឡើងដោយចិត្តខ្លួនគាត់ជាការពិតមានការចង្អុលបង្ហាញពីថ្នាក់លើយើងមិនបដិសេធទេប៉ុន្តែអ្វីដែលបុគ្គលិកម្នាក់គាត់មានគឺគាត់មានក្នុងចិត្តគាត់ស្រេចហើយគាត់អាចនឹងគិតថានៅពេលដែលដល់ច្រាំងគាត់អត់បោះបង់ក្រុមហ៊ុនចោលទេនៅពេលដែលក្នុងកដាលទឹកកដាលសមុទ្រក្រុមហ៊ុនអត់បោះបង់គាត់គ្មានហេតុផលណាដែលគាត់មកបោះបង់ក្រុមហ៊ុននៅពេលយើងឡើងដល់ច្រាំងទេអញ្ចឹងគ្រាន់តែផុត COVID ភ្លាមម្នាក់ហាក់ដូចជាភ្ញាក់ពីដំណេកគ្រប់គ្នាហើយទទួលស្គាល់ថាសវណ្ណភូមិឬក៏ NTC ជាផ្ទះរបស់យើងចឹងហើយបានជាវប្បធម៌យើងបង្កើតបានដែលធ្វើឲ្យសាលារបស់យើងនឹងប្រតិខ្លួនបានលឿនដោយសារយើងរួមគ្នាតាំងពីលើដល់ក្រោមហើយបង្ហាញនៅលទ្ធផលឲ្យយើងឃើញជាក់ស្ដែងក្នុងន័យថាយើងអត់បោះបង់គ្នាចោលមែនចឹងហើយបានជាយើងមកដល់ពេលនេះយើងមើលគ្រប់យ៉ាងបុគ្គលិកយើងច្រើនប៉ុន្តែដូចបុគ្គលិកដូចតិចចឹងបានច្រើននេះដូចតែម្នាក់មួយចេញមកគឺរបៀបតែមួយសឹងថាទោះបីជាគាត់អត់ពាក់អាវដែលមាន logo សវណ្ណភូមិក៏គេអាចកំណត់ថាគាត់ជាបុគ្គលិកសវណ្ណភូមិដែរសិស្សយើងដូចគ្នាអត់មានឯកសណ្ឋានសិស្សសវណ្ណភូមិក៏ដោយអត្តចរិតរបស់សិស្សយើងគេអាចស្គាល់ថាជាសិស្សរបស់សវណ្ណភូមិបង្ហាញនៅការគោរពបង្ហាញនៅសិស្សដែលមានវិន័យសិលធម៌សុជីវធម៌ក្នុងសង្គមគ្រប់បែបគ្រប់យ៉ាងទាំងអស់ហ្នឹងគឺយើង prepare យើងរៀបចំគាត់តាំងពីគាត់នៅក្នុងសាលាជាមួយយើងនៅពេលដែលគាត់ចូលក្នុងសង្គមទៅគាត់បង្ហាញលទ្ធផលទាំងអស់ហ្នឹងឲ្យក្នុងសង្គមឃើញហើយវាជះឥទ្ធិពលមកដល់សាលារបស់យើងដែរអញ្ចឹងគ្រូបើគិតទៅជាការដឹកនាំរបស់លោកគ្រូយើងធ្វើម៉េចឲ្យបុគ្គលិករបស់យើងហ្នឹងមានវប្បធម៌ស្រឡាញ់ក្រុមហ៊ុនដូចស្រឡាញ់ដូចផ្ទះរបស់គាត់ដូចជាមិនរួមគ្នាក្រៅពីហ្នឹងតើលោកគ្រូមានគោលការណ៍អីបន្ថែមទៀតទេក្នុងការដឹកនាំលោកគ្រូជាការពិតយើងមានច្រើនជាទូទៅនៅក្នុងការដឹកនាំវាអត់មានរូបមន្តដូចគណិតវិទ្យា 2+2=4 ទេហើយឃើញអ្វីដែលខ្ញុំធ្វើបានមិនប្រកាសថាយើងយកទៅធ្វើទៅបានទេព្រោះមនុស្សផ្សេងគ្នាបរិបទផ្សេងគ្នាភាពប៉ិនប្រសប់ផ្សេងគ្នាប៉ុន្តែអ្វីដែលល្អបំផុតគឺយើងត្រូវមានភាពប៉ិនប្រសប់ឬក៏ត្រូវចេះបត់បែនទៅតាមបរិបទដែលយើងកំពុងតែធ្វើការហ្នឹងជាមួយនឹងមនុស្សដែលយើងកំពុងតែគ្រប់គ្រងហ្នឹងអាហ្នឹងជារឿងមួយល្អបំផុតជាការពិតការដឹកនាំល្អយើងអត់កំណត់ឬក៏អត់បញ្ជាក់ថាឲ្យតែមានអ្នកនៅពីក្រោមយើងនឹងពេញចិត្តឲ្យតែមានអ្នកនៅពីក្រោមយើងគេចូលចិត្តយើងឲ្យទៅឆ្វេងទៅស្ដាំអាហ្នឹងយើងថាជាអ្នកដឹកនាំល្អមេដឹកនាំល្អអាហ្នឹងក៏បើសម្រាប់ខ្ញុំយល់ថាអត់អាច define អាហ្នឹងបានទេនៅពេលដែលយើងឃើញអញ្ចឹងវាជាសញ្ញាណមួយល្អហើយ
ប៉ុន្តែជា question ជាសំណួរសួរថាតើគាត់ដឹកនាំទៅតាម direction ដែលក្រុមហ៊ុនចង់ទៅដែរអត់ហ្នឹងជារឿងសំខាន់ភាពបរាជ័យរបស់អ្នកដឹកនាំដែលខ្ញុំសង្កេតព្រោះបទពិសោធន៍នៅក្នុងការងាររបស់ខ្ញុំវាជុំវិញ27ឆ្នាំហើយបាទអញ្ចឹងខ្ញុំគិតថាលំមដែលខ្ញុំអាចសង្កេតបានលំមដែលខ្ញុំអាចដកពិសោធន៍បានជាទូទៅថ្នាក់ដឹកនាំរបស់យើងឬក៏អ្នកដឹកនាំនៅពេលដែលទទួលបានទំនុកចិត្តពីស្ថាប័នឬក៏បានទទួលបានទំនុកចិត្តពីហៅថាពីមេអញ្ចឹងចាស់គាត់ច្រើនតែរៀងមោទនភាពហើយគាត់ច្រើនតែ feel ថាខ្ញុំចង់ធ្វើអីក៏បានព្រោះមនុស្សនៅជាមួយខ្ញុំច្រើនមនុស្សគេតាមខ្ញុំច្រើនអញ្ចឹងបើខ្ញុំចង់ឲ្យទៅឆ្វេងទៅស្ដាំបាទអញ្ចឹងនៅពេលដែលគាត់ feel បែបហ្នឹងប្រកបណាស់មិនយូរមិនឆាប់គាត់នឹងមាន direction ផ្សេងគាត់នឹងមានទិសដៅរបស់គាត់ផ្សេងអញ្ចឹងនៅពេលដែលគាត់ជាអ្នកដែលមានឥទ្ធិពលជាមួយអ្នកនៅពីក្រោមគាត់បើសិនបើគាត់អត់ដឹកនាំទៅតាមផ្លូវដែលស្ថាប័នចង់ទៅភាពបរាជ័យគាត់នឹងកើតមានផ្ទុយទៅវិញខ្ញុំ define ថាអ្នកដឹកនាំល្អអ្នកដឹកនាំដែលមានប្រសិទ្ធភាពគឺជាអ្នកដឹកនាំដែលមានឥទ្ធិពលមួយរូបហើយគាត់ដឹកទៅតាមផ្លូវដែលស្ថាប័នចង់ទៅព្រោះផ្លូវដែលស្ថាប័នចង់ទៅគឺជាផ្លូវដែលមនុស្សទាំងអស់គេចង់ទៅបាទមនុស្សទាំងអស់ដែលរស់នៅក្នុងស្ថាប័នដែលធ្វើការជាមួយស្ថាប័នហ្នឹងគាត់បានចូលរួមជាមួយស្ថាប័នគាត់បានបោះបង់វប្បធម៌ផ្ទាល់ខ្លួនរបស់គាត់មកអនុវត្តនៅវប្បធម៌រួមគ្នាអញ្ចឹងស្ថាប័នចង់ទៅណាប្រកាសណាស់មនុស្សរាប់ពាន់អ្នកគេចង់ទៅនឹងហើយអញ្ចឹងបើគាត់ដឹកនាំគេហើយគាត់ដឹកនាំទៅតាមផ្លូវដែលគាត់ចង់ទៅមិនយូរមិនឆាប់គាត់នឹងបរាជ័យហើយខ្ញុំសង្កេតឃើញភាពបរាជ័យរបស់អ្នកដឹកនាំនៅក្នុងក្រុមហ៊ុននៅក្នុង business ភាគច្រើនមិនមែនគាត់អត់មានសមត្ថភាពទេណាបាទគាត់មានសមត្ថភាពខ្លាំងមកសមត្ថភាពគាត់ល្អប៉ុន្តែអ្វីដែលជាការឆ្គងអ្វីដែលខ្ញុំមើលឃើញឧបសគ្គគឺគាត់ច្រើនតែដឹកនាំទៅផ្លូវដែលមិនមែនជាស្ថាប័នចង់ទៅផ្លូវផ្សេងផ្លូវផ្សេងអាហ្នឹងហើយជាចំណុចគ្រោះថ្នាក់ហើយសម្រាប់ខ្ញុំសម្រួចស្ថាប័នចង់ទៅណាយើងត្រូវទៅហ្នឹងប៉ុន្តែមិនមែនថាចុះបើស្ថាប័នចង់ទៅខុសយើងទៅតាមដែរពាក្យថាស្ថាប័ននេះមនុស្សទាំងអស់គេចង់ទៅមិនមែនបុគ្គលម្នាក់ពីរនាក់ចង់ទៅទេមនុស្សទាំងអស់ដែលគេរួមរស់ជាមួយយើងដែលយើងហៅថាជាគ្រួសាររួមមួយជាគ្រួសារមួយហ្នឹងគេ consensus គ្នាគេមូលមតិថាយើងចង់ទៅផ្លូវហ្នឹងហើយអញ្ចឹងបើមនុស្សទាំងអស់គេចង់ទៅហើយភាពខុសហ្នឹងវាតិចណាបាទតែបើមនុស្សម្នាក់ពីរនាក់ចង់ទៅអាចខុសច្រើនបាទអញ្ចឹងនៅពេលដែលមនុស្សទាំងអស់គេមូលមតិថាអូខេគេទៅផ្លូវហ្នឹងល្អហើយអញ្ចឹងយើងសម្រួចនៅក្នុងការដឹកនាំរបស់យើងឲ្យចូលផ្លូវហ្នឹងទៅខ្ញុំគិតថាលទ្ធផលនឹងបានទៅដល់មនុស្សទាំងអស់គ្នាបានទៅដល់អ្នករាល់គ្នាដែលកំពុងតែអាស្រ័យផលជាមួយស្ថាប័នរបស់យើងហ្នឹងនេះជាអ្វីដែលខ្ញុំអាចកត់សម្គាល់ហើយជាការអនុវត្តរបស់ខ្ញុំជាក់ស្ដែងអាចថាយើងរកវិធីដើម្បីឲ្យបុគ្គលិកហ្នឹងគាត់ចាត់ទុកកន្លែងយើងដូចជាផ្ទះរបស់គាត់ដូចជារបស់គាត់អានឹងជារឿងមួយជារឿងទី2ការដឹកនាំរបស់យើងត្រូវតែមានភាពច្បាស់លាស់ខុសគឺខុសត្រូវគឺត្រូវខ្ញុំបែងចែកដាច់ណាស់ខ្ញុំអត់នឹងវិន័យខ្ញុំអត់មានស្ទាក់ស្ទើរនៅក្នុងការសម្រេចចិត្តទេការសម្រេចចិត្តរបស់ខ្ញុំត្រូវលើកទឹកចិត្តភាសាខុសគឺត្រូវតែអនុវត្តតាមគោលការណ៍អត់មានករណីលើកលែងទេប៉ុន្តែឲ្យតែខុសពិតប្រាកដតែបើខុសដោយមានភាពមិនច្បាស់លាស់អានេះយើងត្រូវមើលឡើងវិញតែបើមើលឡើងវិញហើយឃើញថាខុសហើយគឺត្រូវតែសម្រេចចិត្តឲ្យច្បាស់លាស់អញ្ចឹងភាពច្បាស់លាស់នៅក្នុងការដឹកនាំរបស់យើងធ្វើឲ្យអ្នកនៅជាមួយយើងគាត់មើលទៅយើងមានតម្លាភាពនៅក្នុងការដឹកនាំយើងច្បាស់លាស់យើងអត់ខុសទៅជាត្រូវទៅជាខុសទេហើយទាំងអស់ហ្នឹងវាធ្វើឲ្យយើងមានឥទ្ធិពលជាមួយនឹងពួកគាត់វាធ្វើឲ្យយើងបង្ហាញនៅភាពជាគំរូសម្រាប់ពួកគាត់នៅក្នុងការសម្រេចចិត្តហ្នឹងហើយរបៀបនៅក្នុងការដឹកនាំរបស់ខ្ញុំមានគោលដៅច្បាស់លាស់នៅក្នុងការដឹកនាំហើយនៅក្នុងន័យមួយដែលខ្ញុំតែងតែលើកទៅកាន់ថ្នាក់ដឹកនាំរបស់ខ្ញុំថាធ្វើការជាមួយខ្ញុំកុំយកខ្ញុំជាខ្នងបង្អែកបាទខ្ញុំចូលនៅប្រាប់ទៅថ្នាក់ដឹកនាំរបស់ខ្ញុំថាខ្ញុំអត់ឲ្យជាខ្នងបង្អែកនៅពេលដែលពួកគាត់មានកំហុសទេអញ្ចឹងធ្វើការត្រូវទទួលខុសត្រូវរៀងៗខ្លួនខុសត្រូវហើយឱកាសដែលយើងទទួលបាននៅក្រុមហ៊ុនរបស់យើងនេះអត់អាស្រ័យទៅលើបុគ្គលណាម្នាក់ទេគឺអាស្រ័យទៅលើសមត្ថភាពរបស់ខ្លួនយើងអញ្ចឹងយើងយកសមត្ថភាពមកធ្វើការអត់មានទាំងខ្ញុំស្គាល់លោកនេះលោកនោះអីចឹងទៅគាត់ជួយខ្ញុំអត់ក្នុងន័យហ្នឹងគ្មានអ្នកណាអាចជួយយើងបានក្រៅពីខ្លួនរបស់យើងទេបាទអញ្ចឹងធ្វើការត្រូវពឹងលើខ្លួនឯងត្រូវបង្ហាញនៅការទទួលត្រូវលើខ្លួនឯង
ប៉ុន្តែនៅក្នុងន័យការងារត្រូវតែសហការគ្នាយើងមិនមែនធ្វើការក្នុងន័យថាបើអញ្ចឹងខ្ញុំអត់ខ្វល់ជាមួយអ្នកផ្សេងមិនមែនក្នុងន័យហ្នឹងទេធ្វើការត្រូវតែមានការសហការទៅជែកពិភាក្សាគ្នាប៉ុន្តែឲ្យមានទំនួលខុសត្រូវនៅក្នុងការងារអញ្ចឹងរបៀបនៃការដឹកនាំរបស់ខ្ញុំអាចថាបង្ហាញនៅតម្លាភាពនៅក្នុងការដឹកនាំខ្ញុំអត់សុំកលុំខ្ញុំអត់គេធ្វើជាក្នុងមួយឯងធ្វើជាក្នុងមួយឯងនៅពេលអ្នកមានកំហុសអត់ទេខ្ញុំបញ្ជាក់ជាមួយនឹងក្រុមការងាររបស់ខ្ញុំហើយយើងត្រូវអនុវត្តអញ្ចឹងមែនគុំយើងថាអញ្ចឹងដល់ពេលយើងអនុវត្តផ្សេងអត់បានទេហើយគំរូអាក្រក់បែបហ្នឹងវានឹងជះឥទ្ធិពលនៅក្នុងការដឹកនាំរបស់យើងហើយអញ្ចឹងបើយើងហ៊ានតែនិយាយអីហើយយើងត្រូវធ្វើហ្នឹងឲ្យបានហើយខ្ញុំ commit នៅក្នុងការងារទាំងអស់ហ្នឹងហើយយើងធ្វើបានពិតប្រាកដហើយចំណុចមួយទៀតដែលខ្ញុំចង់ចែកម្លែកដែរថាឥទ្ធិពលនៅក្នុងការដឹកនាំជារឿងមួយសំខាន់រឿងសំខាន់ជាងនឹងទៀតគឺភាពជាគំរូយើងកុំភ្លេចថាមនុស្សច្រើនណាស់ដែលគេកំពុងតែសម្លឹងមើលយើងមានភ្នែក2យើងមើលមនុស្សទៅ 4000 នាក់ប៉ុន្តែក្នុងចំណោម 4000 នាក់ម្នាក់ភ្នែក2គាត់សម្លឹងមកយើងអញ្ចឹងរឿងអីក៏គាត់មើលយើងដឹងដែរគាត់ចាត់ទុកយើងដូច target ដូចផ្ទាំងស៊ីបរបស់គាត់អញ្ចឹងអញ្ចឹងកាយវិការពាក្យសម្ដីទាំងអស់ក្នុងនាមជាអ្នកដឹកនាំយើងត្រូវតែបង្ហាញនៅភាពជាគំរូណាមួយទៅដល់ពួកគាត់បើយើងគ្មានភាពជាគំរូដែលគេអាច learn ពីយើងដែលគេអាចរៀនសូត្រពីយើងបានទេឥទ្ធិពលរបស់យើងក៏អត់មានដែរបើយើងប្រាប់ថាកុំពិសាបារីយើងត្រូវតែកុំពិសាបារីកុំពិសាស្រាយើងត្រូវតែកុំផឹកស្រាខ្លួនឯងដែរត្រូវតែហាត់ប្រាណយើងត្រូវតែហាត់ដែរក្នុងន័យហ្នឹងអញ្ចឹងបន្តិចបន្តួចជាការពិតបន្តិចបន្តួចទេបើយើងមើលថាដូចជាមិនអីជាដុំកំភួនទេប៉ុន្តែអាហ្នឹងជាភាពជាគំរូហើយរឿងធំដុំឬក៏លទ្ធផលសម្រាប់ធំដុំហ្នឹងវាផ្ដើមចេញមកភាពជាគំរូបន្តិចហ្នឹងឯងហើយបើយើងអត់មានភាពជាគំរូទៅដល់អ្នកដែលគេនៅជាមួយយើងគេនៅធ្វើការជាមួយយើងទេខ្ញុំថាឥទ្ធិពលរបស់យើងក៏អត់មានដែរហើយរឿងដែលសំខាន់បំផុតក្នុងនាមយើងជាអ្នកដឹកនាំនៅពេលដែលយើងបាត់បង់ឥទ្ធិពលណាយើងអស់ហើយអត់មានទេហើយយើងបាត់បង់ឥទ្ធិពលនៅពេលណាយើងអាចសង្កេតបានយើងបាត់បង់ឥទ្ធិពលនៅពេលដែលមនុស្សនៅក្រោមយើងប៉ុន្តែគេស្ដាប់បញ្ជាអ្នកផ្សេងអញ្ចឹងឲ្យតែមានសញ្ញាណនឹងចេញមកប្រកាសណាយើងត្រូវដឹងខ្លួនយើងថាឥទ្ធិពលយើងធ្លាក់ចុះហើយកូនចៅយើងប៉ុន្តែគាត់ស្ដាប់បញ្ជាអ្នកផ្សេងអាហ្នឹងគឺចាប់ផ្ដើមមានបញ្ហាយើងអញ្ចឹងយើងត្រូវដឹងខ្លួនថាខ្លួនយើងហ្នឹងប្រកាសជាមានចំណុចណាមួយដែលបុគ្គលិកគាត់អត់មានទំនុកចិត្តដែរនៅពេលដែលគាត់នៅក្នុង process របស់យើងគាត់នៅក្រោមឡានរបស់យើងប៉ុន្តែគាត់ទៅធ្វើតាមបញ្ជាអ្នកផ្សេងហើយយើងមានឥទ្ធិពលឬក៏យើងមានភាពជាគំរូនៅពេលណានៅពេលដែលយើងសង្កេតឃើញថាទង្វើដែលយើងធ្វើមួយចំនួនហាក់ដូចជាមានបុគ្គលិកគាត់ចង់ធ្វើតាមយើងហាក់ដូចជាមកថាឥឡូវរបៀបរបបនៃការស្លៀកពាក់ឧទាហរណ៍បាទបុគ្គលិកហាក់ដូចជាបង្ហាញឲ្យយើងឃើញថាខ្ញុំចង់ស្លៀកពាក់ដោយលោកគ្រូមើលទៅឃើញស្អាតឧទាហរណ៍អញ្ចឹងក្នុងន័យមួយថាឥទ្ធិពលយើងមានបន្តិចជាមួយគាត់ឬក៏យើងមានភាពជាគំរូជាមួយគាត់បន្តិចហើយម៉ោងពេលក្នុងការធ្វើការឧទាហរណ៍អញ្ចឹងយើងមកធ្វើការទៀងម៉ោងយើងមកធ្វើការមិនមានបញ្ហាជាមួយម៉ោងពេលបុគ្គលិកទាំងអស់គាត់ហាក់ដូចជាពីមុនធ្លាប់យល់គាត់ឡើងយឺតដែរអញ្ចឹងចំណុចទាំងអស់នេះយើងសង្កេតឃើញថាឥទ្ធិពលឬក៏ភាពជាគំរូរបស់យើងត្រូវបានគេយកទៅប្រើប្រាស់ហើយអញ្ចឹងយើង feel ខ្លួនយើងថាអូខេយើងជាអ្នកដឹកនាំដែលកសាងឥទ្ធិពលនឹងបានហើយឥទ្ធិពលនេះមិនមែនកសាង influence នេះមិនមែនកសាងមួយថ្ងៃបានទេណាកសាងរាប់ខែរាប់ឆ្នាំធ្វើដដែលបាទអត់អាចកសាងមួយថ្ងៃហើយអត់ផ្ទេរពីខ្ញុំទៅឲ្យយើងបានទៀតអត់ផ្ទេរពីនរណាម្នាក់ទៅឲ្យអ្នកឥទ្ធិពលគឺត្រូវតែកសាងដោយខ្លួនឯងតាមរយៈការធ្វើឲ្យមានភាពជាគំរូហ្នឹងបានយើងអាចទៅបានយើងអាចផ្ទេរអំណាចនៅក្នុងការធ្វើការនៅក្នុងការអនុម័តបានប៉ុន្តែมันអាចផ្ទេរ influence ទៅអ្នកដទៃបានទេមិនអាចអត់អាច copy paste ទៅអញ្ចឹងហើយយកទៅ apply ចេញអត់អាចទេវាផ្ដើមចេញមកពីខ្លួនយើងបើយើងអាចទៅបានអញ្ចឹងនៅក្នុងការដឹកនាំមានកលិកលៈច្រើនហើយខ្ញុំបញ្ជាក់ថាអត់មានរូបមន្តដូចលក្ខណៈជាសាស្ត្រដូចគណិតវិទ្យាអី 5+5 10 អីអត់មានអញ្ចឹងទេគឺជាភាពប៉ិនប្រសប់របស់យើងម្នាក់ហើយ apply ឲ្យត្រូវជាមួយនឹង context ដែលយើងកំពុងតែដឹកនាំគេបាទអាហ្នឹងបានយើងអាចទៅបានល្អមែនទេ
បាទ លោកគ្រូដោយសារលោកគ្រូចាប់ផ្ដើមដំបូងជាគ្រូបង្រៀនកាលនោះយើងធ្វើការទួនាទីជាគ្រូបង្រៀនប៉ុន្តែចុងក្រោយនេះលោកគ្រូក្លាយជាប្រធាននាយកប្រតិបត្តិនៅស្ថាប័នអប់រំដ៏ធំមួយលោកគ្រូខ្ញុំចង់ដឹងពីកលឹះក្នុងការធ្វើការរបស់លោកគ្រូឬក៏ផ្នត់គំនិតផ្សេងៗដែលធ្វើឲ្យគ្រូអាចវិវត្តខ្លួនមកដល់ទួនាទីដូចបច្ចុប្បន្ន ជាការពិតនៅក្នុងការទទួលបានឱកាសឬក៏តំណែងធំនេះនៅក្នុងក្រុមហ៊ុននេះខ្ញុំគិតថាថ្នាក់នាំកំពូលគាត់មានសុញនកក្នុងការវាស់វែងច្រើននិងការមើលច្រើនហើយសម្រាប់ពីខ្ញុំផ្ទាល់ពីខ្លួនឯងផ្ទាល់ខ្ញុំអាចយល់ថាចំណុចទី1គាត់អាចនឹងមើលឃើញនៅភាពស្មោះត្រង់របស់ខ្ញុំនៅក្នុងការធ្វើការបាទដែលធ្វើឲ្យគាត់មានទំនុកចិត្តចំណុចទី2គាត់អាចមើលឃើញថាខ្ញុំជាមនុស្សម្នាក់ដែលមានភាពប៉ិនប្រសប់នៅក្នុងការសម្របខ្លួននៅពេលដែលមានបញ្ហាអីមួយហើយខ្ញុំ feel ខ្លួនឯងអញ្ចឹងខ្ញុំ feel ខ្លួនឯងខ្ញុំដឹងខ្លួនឯងថាបញ្ហាធំកើតឡើងខ្ញុំហាក់ដូចជាសប្បាយចិត្តឬក៏មាន commitment នៅក្នុងការដោះស្រាយខ្ញុំអត់រៀថយទេអញ្ចឹងនៅពេលដែលមានបញ្ហាប្រឈមអីមួយកើតឡើងនៅក្នុងក្រុមហ៊ុនដូចជាកម្រអត់មានវត្តមានខ្ញុំតែតែមានវត្តមានខ្ញុំក្នុងការសម្របសម្រួលក្នុងការដោះស្រាយការងារទាំងអស់ហ្នឹងហើយយើងដោះស្រាយនៅក្នុងន័យមួយឲ្យមានតម្លាភាពដោះស្រាយឲ្យផលប៉ះពាល់នឹងតិចបំផុតតាមដែលយើងអាចធ្វើទៅបានហើយធ្វើបានឲ្យផលប៉ះពាល់នឹងតិចបំផុតវាផ្ដើមចេញមកពីភាពប៉ិនប្រសប់នៅក្នុងការដោះស្រាយរបស់យើងហើយនឹងការស្វែងយល់ឲ្យច្បាស់ពីបញ្ហាឬក៏ពី context ដែលយើងកំពុងតែដោះស្រាយជាមួយនឹងបាទអញ្ចឹងនៅក្នុងនាមយើងជាអ្នកដឹកនាំបើយើងមិនស៊ីជម្រៅបើយើងមិនស្វែងយល់ពី context ដែលយើងកំពុងតែប្រឈមនឹងទេហើយយើងមិនមានភាពប៉ិនប្រសប់នៅក្នុងការសម្របសម្រួលឬក៏ក្នុងការផ្សំខ្លួនយើងឲ្យចូលក្នុងឋានភាពនឹងទេខ្ញុំថាលទ្ធផលឬក៏ការដោះស្រាយរបស់យើងអាចជួបបញ្ហាច្រើនបាទអញ្ចឹងទី1ខ្ញុំគិតថាតំណែងតួនាទីដែលខ្ញុំទទួលបានបច្ចុប្បន្ននេះប្រហែលជាថ្នាក់នាំកំពូលជាពិសេសលោកអាជ្ញាផ្ទាល់អាចគាត់មើលឃើញនៅភាពស្មោះត្រង់របស់ខ្ញុំទី2អាចមើលឃើញនៅភាពប៉ិនប្រសប់យើងចង់និយាយពីសមត្ថភាពជាក់ស្ដែងនៅក្នុងក្រុមហ៊ុននឹងតែម្ដងនៅក្នុង context របស់សវណ្ណភូមិ context របស់ NTC នឹងតែម្ដងហើយអាចទី3ទៀតអាចពាក់ព័ន្ធជាមួយនឹងយើងជាមនុស្សដែលកកើតជាមួយគ្នាពីដំបូងអញ្ចឹងប្រវត្តិក្រុមហ៊ុនសារបានក្រុមហ៊ុនគ្រប់បែបគ្រប់យ៉ាងគឺយើងដឹងតាំងពី A ដល់ Z បាទអញ្ចឹងនៅពេលដែលបកគលតំណែងតួនាទីធំសម្រាប់បុគ្គលម្នាក់ដែលគាត់ start since the beginning តាំងពីពេលយើងចាប់ផ្ដើមមកអញ្ចឹងរឿងអីក៏គាត់ដឹងដែរហើយជាក់ស្ដែងខ្ញុំចូលរួមជាមួយ NTC មកដល់ពេលនេះវា27ឆ្នាំហើយ NTC មានអាយុ30ឆ្នាំហើយបាទអញ្ចឹង NTC បង្កើតបាន3ឆ្នាំខ្ញុំមានវត្តមានជាមួយ NTC ហើយខ្ញុំរស់នៅជាមួយ NTC រហូតមកដល់បច្ចុប្បន្ននេះ27ឆ្នាំអញ្ចឹងកម្ររឿងណាដែលខ្ញុំអត់ដឹងបាទហើយបញ្ហាប្រឈមទាំងអស់ដែលនៅក្នុង NTC តែងតែមានវត្តមានខ្ញុំនៅក្នុងនោះក្នុងការចូលខ្លួនក្នុងការសម្របសម្រួលក្នុងការដោះស្រាយផ្សេងៗអញ្ចឹងហើយបានជាខ្ញុំទទួលបាននៅទំនុកចិត្តពីថ្នាក់នាំពីលោកអាជ្ញាផ្ទាល់នៅក្នុងការកាន់តំណែងនេះហើយជាក់ស្ដែងនៅពេលយើងទទួលបានតំណែងហើយយើងត្រូវបង្ហាញនៅសមិទ្ធផលបង្ហាញនៅស្នាដៃបង្ហាញនៅអ្វីដែលយើងអាចធ្វើដើម្បីជាការតបស្នងជូនទៅស្ថាប័នវិញហើយសម្រាប់ខ្ញុំបើខ្ញុំទទួលយកអីមួយហើយខ្ញុំមាន commitment នៅក្នុងការធ្វើខ្ញុំកម្រនឹងបោះបង់ខ្ញុំមិនងាយបោះបង់ទេបើខ្ញុំជាមនុស្សដែលឆាប់បោះបង់ម្លេះជីវិតខ្ញុំមិនបានមកដល់រាល់ថ្ងៃទេព្រោះខ្ញុំមានការលំបាកតាំងពីក្មេងហើយខ្ញុំឆ្លងកាត់នៅឧបសគ្គជាច្រើនទាំងពីផ្លូវអារម្មណ៍ផ្លូវកាយគ្រប់បែបគ្រប់យ៉ាងខ្ញុំឆ្លងកាត់ច្រើនណាស់អញ្ចឹងហើយអាការបោះបង់របស់ខ្ញុំហ្នឹងគឺបើខ្ញុំ commit ធ្វើអីមួយគឺខ្ញុំធ្វើឲ្យបានមិនថាការរៀបចំនៅក្នុងគ្រួសារខ្ញុំមិនថាការរៀបចំនៅក្នុងក្រុមហ៊ុនទេខ្ញុំតែងតែស្វះស្វែងខ្ញុំតែងតែរកវិធីសាស្ត្រដើម្បីសម្រេចគោលដៅរបស់ខ្ញុំដំបូងបំផុតខ្ញុំត្រូវកំណត់ថាខ្ញុំចង់បានអីទាំងក្នុងគ្រួសារក៏ដោយទាំងក្នុងក្រុមហ៊ុនក៏ដោយបន្ទាប់ពីខ្ញុំដឹងថាខ្ញុំត្រូវចង់បានអីខ្ញុំត្រូវរកវិធីដើម្បីសម្រេចវាឲ្យបានអញ្ចឹងខ្ញុំមានគោលដៅរបស់ខ្ញុំហើយខ្ញុំមានរបៀបក្នុងការសម្រេចគោលដៅអាហ្នឹងជារបៀបដែលខ្ញុំធ្វើការខ្ញុំអត់បង្ហាញថាខ្ញុំមានគោលដៅចង់បាន ABC ប៉ុន្តែធ្វើម៉េចអត់ដឹងអាហ្នឹងខ្ញុំអត់ទេខ្ញុំដឹងថាខ្ញុំចង់បានអីហើយខ្ញុំដឹងថាត្រូវធ្វើរបៀបម៉េចដើម្បីឲ្យខ្ញុំបានអាហ្នឹងជាទម្លាប់នៅក្នុងការធ្វើការរបស់ខ្ញុំហើយរបៀបធ្វើម៉េចដើម្បីសម្រេចគោលដៅហ្នឹងអាហ្នឹងវាជាយុទ្ធសាស្ត្ររបស់យើងហើយបាទ
បើយើងមានតែគោលដៅប៉ុន្តែយើងអត់ដឹងរបៀបសម្រេចគោលដៅប្រកបណាស់យើងដឹងតែចង់បានតែធ្វើមិនឲ្យបានយើងអត់ដឹងទេតើអ្នកណាយកមកធ្វើឲ្យយើងអ្នកណាមកធ្វើឲ្យយើងឲ្យបានបើសិនបើយើងខ្លួនឯងយើងអត់ដឹងថាបានអត់ដឹងថាធ្វើរបៀបម៉េចដើម្បីឲ្យបានវាផងឧទាហរណ៍អញ្ចឹងសម្រាប់ខ្ញុំនៅពេលដែលខ្ញុំមានគោលដៅអីច្បាស់លាស់មួយហើយខ្ញុំ find way ខ្ញុំរកវិធីដើម្បីសម្រេចគោលដៅហ្នឹងឲ្យបាននៅក្នុងរយៈពេលណាមួយនៅក្នុង time frame ណាមួយដែលខ្ញុំកំណត់ហ្នឹងជារបៀបក្នុងការធ្វើការក៏ដូចជារបៀបក្នុងការអនុវត្តនៅក្នុងគ្រួសាររបស់ខ្ញុំបាទជំនឿថាត្រូវដឹងថាខ្លួនឯងចង់បានអីហើយត្រូវដឹងវិធីក្នុងការទៅសម្រេចអាហ្នឹងទៀតហ្នឹងហើយអាហ្នឹងចំណុចសំខាន់ណាចំណុចសំខាន់មែនតើសូម្បីតែខ្ញុំណែនាំកូនខ្ញុំក៏ខ្ញុំណែនាំរបៀបអញ្ចឹងដែរខ្ញុំណែនាំគាត់ថាបើសិនបើយើងចង់បានអីមួយយើងចង់សម្រេចអីមួយអាហ្នឹងជារឿងសំខាន់បំផុតហើយព្រោះយើងត្រូវតែដឹងថាយើងចង់បានអីសិនបាទប៉ុន្តែរឿងដែលសំខាន់ជាងហ្នឹងគឺធ្វើម៉េចឲ្យបានវាកូនខ្ញុំបច្ចុប្បន្នគាត់ទៅរៀននៅអូស្ត្រាលីតាំងពីនាក់ហើយមុននឹងទៅរៀននៅអូស្ត្រាលីហ្នឹងនៅពេលដែលបានទៅរៀននៅអូស្ត្រាលីហ្នឹងមានមិត្តភក្តិខ្ញុំគាត់សួរទៅមិនបានកូនបានទៅរៀននៅអូស្ត្រាលីស្រួលម៉េះអេងចេះចុះចឹងទៅគាត់ឃើញលទ្ធផលគាត់ដឹងថាពីក្រោយហ្នឹងវាបែកមិនទេប៉ុន្តែផ្ដើមចេញមកពីណាផ្ដើមចេញមកពីខ្ញុំផ្សំគាត់តាំងពីគាត់នៅ high school ខ្ញុំបានប្រាប់គាត់ថាគោលដៅរបស់យើងត្រូវចេញទៅក្រៅគោលដៅរបស់យើងត្រូវទៅរៀននៅក្រៅអញ្ចឹងកូនត្រូវប្រឹងអីខ្ញុំប្រាប់គាត់ឲ្យហើយអស់អញ្ចឹងរបៀបម៉េចដើម្បីឲ្យគាត់បានចេញទៅក្រៅយើងត្រូវ commit នៅក្នុងការធ្វើវាទាំងយើងជាឪពុកម្ដាយទាំងខ្លួនគាត់ជាសមីខ្លួនជាកូនហ្នឹងជាក់ស្ដែងគឺគាត់សម្រេចគោលដៅរបស់គាត់បានពិតប្រាកដបងកូនច្រើនមែនទេលោកគ្រូជាចុងក្រោយចង់ឲ្យលោកគ្រូមានជាទស្សនៈទានសម្រាប់យុវជនចំនួនក្រោយដែលគាត់អាចថាមានជីវភាពលំបាកដោយលោកគ្រូដែលយើងធ្លាប់ជាកុមារកំព្រាហើយឥឡូវនេះយើងខ្លាចទៅជាថ្នាក់ដឹកនាំជាន់ខ្ពស់មួយលោកគ្រូអាចមានមតិយោបល់ចុងក្រោយតិចបាទជាការពិតសម្រាប់ខ្សែជីវិតរបស់ខ្ញុំគិតថាបងប្អូននៅក្នុងសម័យនេះដោយសារឥឡូវយើងសម័យទំនើបបាទគ្រប់យ៉ាងយើងមិនដូចកាលពី20-30 ឆ្នាំមុនទេបាទកាលពីជំនាន់ខ្ញុំនោះគឺយើងដឹងហើយពីមុនគឺលំបាកណាស់ស្រុកយើងចេញពីសង្គ្រាមចេញពីអីចឹងណាអញ្ចឹងបងប្អូននៅសម័យនេះបើនិយាយថាលំបាកប្រហែលជាមិនដល់សម័យខ្ញុំទេខ្ញុំអាចលំបាកជាងអញ្ចឹងរឿងលំបាករឿងជួបឧបសគ្គអីនៅក្នុងជីវិតខ្ញុំគិតថាយើងកុំចាត់ទុកខ្លួនយើងនឹងថាវាខុសគេវាមិនដូចគេវាពិបាកជាងគេយើងត្រូវទទួលស្គាល់ថាខ្លួនយើងវាអញ្ចឹងខ្លួនយើងអញ្ចឹងប៉ុន្តែធ្វើម៉េចដើម្បីឲ្យយើងចេញផុតពីហ្នឹងអាហ្នឹងជារឿងសំខាន់បំផុតបាទអញ្ចឹងនៅពេលដែលបងប្អូនទាំងអស់គ្នាជួបការលំបាកយើងមានផ្សេងគ្នាមិនប្រកាសថាទើសតែក្មេងកំព្រាបានលំបាកទេអ្នកខ្លះអត់កំព្រាតែគាត់លំបាកដែរយ៉ាអញ្ចឹងការលំបាកមានគ្រប់សន្តានមានគ្រប់ប្រភេទអញ្ចឹងខ្ញុំនិយាយជារួមថានៅពេលដែលបងប្អូនជួបការលំបាកបងប្អូនត្រូវទទួលយកការលំបាកហ្នឹងមកដោយសារជីវិតយើងវាអញ្ចឹងទៅហើយអញ្ចឹងយើងទៅតតាំងទៅប្រឆាំងជាមួយជីវិតបែបនេះទៀតយើងធ្វើអត់បានទេប៉ុន្តែអ្វីដែលបងប្អូនត្រូវធ្វើបងប្អូនត្រូវតាំងចិត្តថាពីនេះទៅមុខតើបងប្អូនត្រូវធ្វើម៉េចឲ្យចេញផុតពីការលំបាកទាំងអស់ហ្នឹងតាមរយៈយើងមើលអ្នកផ្សេងយើងមើលរៀមច្បងយើងមើលអ្នកណាដែលគាត់ជោគជ័យហ្នឹងគាត់ដើរផ្លូវរបៀបម៉េចគាត់ធ្វើរបៀបម៉េចគាត់មានការតាំងចិត្តរបៀបម៉េចហើយយើងមិនអាចធ្វើដូចគេបានទេជាការពិតប៉ុន្តែយើងធ្វើបានត្រឹមរបៀបយើងបាទឧទាហរណ៍ថាយើងជួបការលំបាកហើយយើងចង់ឲ្យធូរធារដូចគេប៉ុន្តែយើងមិនមែនជាគេទេប៉ុន្តែបងអូនអាចធូរធារបែបបងអូនទៅបាទកុំទៅធូរធារបែបគេព្រោះយើងអាចធ្វើដូចគេទេព្រោះយើងមានមហិច្ឆតាចង់មានបានដូចគេប៉ុន្តែយើងមិនមែនជាគេទេយើងជាយើងអញ្ចឹងយើងត្រូវងើបចេញពីកន្លែងលំបាកតាមរបៀបយើងអានេះជាអ្វីដែលខ្ញុំធ្វើកន្លងមកហើយខ្ញុំអត់ដែរយកខ្លួនខ្ញុំទៅប្រៀបធៀបជាមួយអ្នកណាទេប៉ុន្តែខ្ញុំមានមោទនភាពខ្លួនខ្ញុំព្រោះខ្ញុំអតីតកាលរបស់ខ្ញុំបែបម៉េចគឺខ្ញុំដឹងច្បាស់ហើយគ្មានអ្នកណាស្គាល់ខ្ញុំជាងខ្លួនខ្ញុំទេបាទអ្នកផ្សេងគាត់មើលខ្ញុំយ៉ាងម៉េចជារឿងរបស់គាត់ប៉ុន្តែខ្ញុំច្បាស់ខ្លួនខ្ញុំថាខ្ញុំជាមនុស្សបែបម៉េចអញ្ចឹងជាសាររបស់ខ្ញុំសម្រាប់បងប្អូនដែលជួបការលំបាកឬក៏ប្រឈមដូចខ្ញុំពីអតីតកាលបងប្អូនកុំអស់សង្ឃឹមហើយបងប្អូនកុំតូចចិត្តជាមួយជីវិតរបស់យើងបានមកប៉ុណ្ណេះយើងមានផ្លត់សំណាងហើយប៉ុន្តែអ្វីដែលបងប្អូនត្រូវធ្វើថាបងប្អូនត្រូវដើរឲ្យផុតពីភាពលំបាកនឹងរបៀបម៉េចគឺបងប្អូនត្រូវមានការតាំងចិត្តឲ្យមោះមុតនៅក្នុងការងារហើយបើបងប្អូនចាប់យកការងារណាមួយហើយបងប្អូនត្រូវស្រឡាញ់ការងារនោះឲ្យដូចជាការងាររបស់យើងអញ្ចឹងត្រូវលះបង់គ្រប់បែបយ៉ាងទាំងពេលវេលាទាំងធនធានអីដែលយើងមានជាមួយនឹងការងារដែលយើងធ្វើយើងនឹងជោគជ័យគ្មានម្ចាស់ក្រុមហ៊ុនណាគេបោះបង់
មាសបោះបង់ពេជ្រទៅរើសយកថ្មទេអត់មានទេប៉ុន្តែបងអូនត្រូវធ្វើឲ្យខ្លួនទៅជាមាសពេជ្រពិតប្រាកដកុំធ្វើឲ្យទៅជាដុំថ្មនឹងអាចគេបោះបង់យើងចោលមែនអញ្ចឹងនៅពេលដែលយើងខិតខំប្រឹងប្រែងធ្វើការងារនៅក្នុងក្រុមហ៊ុនហើយយើងបង្ហាញនៅស្នាដៃនៅសមិទ្ធផលយើងជាមាសពេជ្រសម្រាប់ក្រុមហ៊ុននឹងហើយគេអត់បោះបង់យើងចោលទេគេធ្វើជាម្ចាស់ក្រុមហ៊ុនគេធ្វើជាថៅកែគេស្គាល់មនុស្សច្បាស់បើគេមិនស្គាល់គេទៅដឹកនាំក្រុមហ៊ុនមួយបានមិនអាចទេអញ្ចឹងគេស្គាល់ច្បាស់អញ្ចឹងឲ្យតែយើងជាមាសពេជ្រពិតប្រាកដយើងកុំខ្វល់ខ្លាចគេបោះបង់យើងចោលហើយយើងប្រកាសជាគេយកទៅច្នៃឲ្យទៅជារបស់ដែលមានតម្លៃឲ្យតែយើងជាមាសពេជ្រពិតប្រាកដប៉ុន្តែបើយើងជាមាសហើយយើងមិនស្គាល់ខ្លួនយើងជាមាសយើងធ្វើឲ្យយើងទៅជាដុំថ្មប្រកាសនឹងគេបោះបង់យើងចោលហើយយើងនឹងឈឺចាប់នៅពេលដែលគេបោះបង់ចោលហើយយើងនឹងសួរគេថាមិនបានបោះបង់មាសពេជ្រចោលមកពីយើងធ្វើខ្លួនយើងឲ្យវាមិនមែនជាមាសជាពេជ្រយើងធ្វើយើងឲ្យទៅជាដុំថ្មដែលអត់មានប្រយោជន៍អាហ្នឹងគេបោះបង់យើងចោលហើយអញ្ចឹងអ្វីដែលយើងត្រូវធ្វើត្រូវស្រឡាញ់ការងារដែលយើងមានឱកាសដែលយើងមានហើយត្រូវ commit ជាមួយការងារទាំងអស់នោះយើងចង់ឲ្យយើងរីកចម្រើនមិនចាំបាច់ថាយើងត្រូវផ្លាស់ប្ដូរកន្លែងធ្វើការទេមិនចាំបាច់ទេដូចខ្ញុំធ្វើការនៅ NTC ខ្ញុំធ្វើ27ឆ្នាំបើនៅក្នុងប្រវត្តិការងារស្រុកខ្មែរខ្ញុំគិតថាប្រហែលជាអាចមានខ្ញុំម្នាក់ដែរដែលធ្វើការយូរក្នុងកន្លែងមួយបើនៅស្រុកជប៉ុនអានឹងគេធ្វើចេញពី high school គេធ្វើរហូតដល់គេចូលនិវត្តន៍ដែរតែសម្រាប់ស្រុកយើងម្នាក់បដូរការងារច្រើនតែសម្រាប់ខ្ញុំដូចជាអត់មានបដូរការងារទៅណាទេហើយដូចបានជាខ្ញុំគិតឃើញអញ្ចឹងដោយខ្ញុំយល់ថាបើខ្ញុំចង់រីកចម្រើនហេតុអីក៏ខ្ញុំចាំបាច់ត្រូវបដូរកន្លែងដើម្បីរីកចម្រើនខ្ញុំមិនរកឱកាសរីកចម្រើននៅកន្លែងដែលខ្ញុំនៅទៅស្គាល់គ្នាហើយស្រេចជាគ្រួសារតែមួយហើយស្អីរឿងអីយើងចាំបាច់ទៅកសាងស្នាដៃនៅកន្លែងផ្សេងទៅអីទំហំដែលយើងបណ្ដោះនៅភាពជឿជាក់នៅកន្លែងផ្សេងបានយើងខាតពេលប្រហែលឆ្នាំទៀតតែគេទុកចិត្តយើងប៉ុណ្ណាស្របពេលដែលនៅកន្លែងនេះគេស្គាល់យើងអស់ហើយយើងស្គាល់គេស្គាល់យើងហើយអញ្ចឹងការដែលយើងចង់រីកចម្រើនមិនប្រកាសថាយើងត្រូវផ្លាស់ប្ដូរកន្លែងធ្វើការទេគឺយើងអាចរីកចម្រើននៅកន្លែងរបស់យើងតាមរយៈយើងជួយស្រោចទឹកដាក់ជីនៅកន្លែងរបស់យើងវានឹងបានផ្លែផ្កាហើយយើងនឹងបេះផលទាំងអស់គ្នាអរគុណច្រើនមែនទែនលោកគ្រូដែលបានផ្ដល់បទសម្ភាសន៍ថ្ងៃនេះជូនពរលោកគ្រូដឹកនាំក្រុមហ៊ុនកាន់តែរីកចម្រើនបន្តទៀតអរគុណច្រើនបាទអរគុណ